ឡានបន្ទាប់ពីច្រើនឆ្នាំមកនេះទីបំផុតខ្ញុំបានធ្វើវាបានខ្ញុំទីបំផុតអាចឡើងបានសាជួស្ងៀមដូឯងចាំការសាក់លបងដែលខ្ញុំបានឆ្លងកាត់គឺសម្រាប់ឯងរាប់ឆ្នាំមកនេះខ្ញុំគិតថាឯងជាបរាសាខ្ញុំស្រូបយកច្រើនពេកថាំពុលទេវ៉ាអញ្ចឹងខ្ញុំមិនអាចនៅគិតឆ្មាតិទេខ្ញុំត្រូវតែឡើងថែនសុខសប្ដូឯងមិនអាចចាកចេញពីខ្ញុំទេអ្នកណានឹងអង្អែបើឯងចាកចេញសាខ្ញុំនឹងនឹកឯងនៅលើថែនសុខលដែរចាប់ពីពេលនេះទៅគ្រាន់តែអង្ខែខ្លួនឯងអូដូទឹកសន្សាមអស់រយៈពេលច្រើនឆ្នាំសត្វចិញ្ចឹមទាំងអស់ដែលខ្ញុំចិញ្ចឹមសុទ្ធតែបានឡើងឋានប៉ុន្តែខ្ញុំនៅតែនៅទីនេះតើខ្ញុំពិតជាគ្មានប្រយោជន៍មែនទេសាក់ប៉ាមានសញ្ញានៅក្នុងអាណាចក្រទេវតាដែរទេអញបរាជ័យការឡើងឋានម្ដងទៀតហើយខ្ញុំគិតថាខ្ញុំគ្រាន់តែជាមនុស្សអសង្ឃឹមទៅចោលទៅខ្ញុំគិតថាខ្ញុំនឹងបោះបង់ការហ្វឹកហាត់ទេអញមិនមែនអស់សង្ឃឹមទេមានហេតុផលមួយផ្សេងទៀតដែលធ្វើឲ្យឯងបរាជ័យការឡើងឋានអូកូនល្ងងរបស់ប៉ាឯងជាអង្គការឡើងវិញកម្រណាស់មិនក៏ឯងហៅខ្លួនឯងថាអស់សង្ឃឹមនៅពេលដែលឯងប្រមូលធម្មពលនៅលើផែនដីបានគ្រប់គ្រាន់ឯងនឹងអាចឡើងឋានទៅជាព្រះដ៏ខ្ពង់ខ្ពស់ប្រហែលជាខ្ញុំដឹងហើយឆ្កែចិញ្ចឹមរបស់ខ្ញុំសុទ្ធតែនៅលីសំបីតែឆ្មារបស់ខ្ញុំក៏មិនដែលរួមដំណេកដែរសត្វចិញ្ចឹមទាំងអស់ដែលខ្ញុំមានសុទ្ធតែត្រូវបានកាត់គ្រាវការឡើងឋានទាំងអស់របស់ខ្ញុំបរាជ័យព្រោះប៉ាចង់ខ្ញុំជាមួយកិច្ចសន្យារៀបការមួយប៉ាពិតជាបានរៀបចំអាពាហ៍ពិពាហ៍4សម្រាប់ឯងប៉ុន្តែព្រះអាចខ្ញុំដឹងហើយណាប៉ាហេតុអ្វីប៉ាមិនពិភាក្សាជាមួយខ្ញុំវិនិច្ឆ័យហើយសាក់មានស្រីនៅខាងក្រៅគេមកដល់ហើយសម្រាប់ការភ្ជាប់ពាក្យល្អតខ្ចោះបោះបង់វាចោលខ្ញុំត្រូវតែបោះបង់វាចោលស្ត្រីទាំងនេះស្អាតណាស់ផែមដូចឪឡឹកនេះកុំគ្រាន់តែផ្ដោតលើការញ៉ាំយកផ្លែដែលមានជាតិទឹកខ្លះសម្រាប់ភ្ញៀវរបស់យើងអូប្រាកដណាស់ប្រញាប់ឡើងណាគូសាក់មែនទេពិតជាខ្ញុំគឺតើខ្ញុំអាចដឹងថាហេតុអ្វីអ្នកមកទីនេះថ្ងៃនេះតើអ្នកមកទីនេះដើម្បីលុបចោលអាពាហ៍ពិពាហ៍របស់យើងអ្នកចាញ់អ្នកហែកដូចជាគ្មានប្រយោជន៍ប៉ុន្តែអ្នកចាប់បានលឿនមែនពុបរសរបស់យើងបានកំណត់ការភ្ជាប់ពាក្យប៉ុននេះតែអ្នកដឹងទេថាហេតុអ្វីយើងចង់លុបចោលវាអូខ្ញុំដឹងខ្ញុំមើលច្រើនរឿងខ្លីខ្ញុំស្គាល់ជាមួយនឹងគំរូបែបនេះគ្រូសាខ្ញុំធ្លាប់ល្បីល្បាញប៉ុន្តែលើយើងបាត់បង់ឋានៈរបស់យើងហើយឥឡូវអ្នកទាំងអស់គ្នាមកពីគ្រូសាធំទាំង4នេះណាដែលកំពុងស្ថិតក្នុងភាពរុងរឿងរបស់អ្នកខ្ញុំគឺគ្រាន់តែជាអ្នកចាញ់ដែលមិនអាចប្រៀបធៀបនឹងអ្នកដូច្នេះខ្ញុំយកព្រមលុបចោលការភ្ជាប់ពាក់ព័ន្ធរបស់យើងមានអ្វីមួយខុសមិនគួរបរិស្នេះគួរតែអង្វរយើងកុំឲ្យលុបចោលបាទគាត់គូតែជែមកយើងហើយសំណងមែនទេមកណាអ្នកទាំងអស់គ្នាកំពុងធ្វើឲ្យអាយទីទុកជាមុនបានពេកតើខ្ញុំនឹងឡើងបើពួកគេមិនលុបចោលភ្ញៀវដ៏គោរពនេះជាលក្ខខ្លះមិនមែនគាត់អ្នកមានប្រាក់លៀនតែបាត់ខ្លួនតមួយសោមិនមែនមហេសធីដាលបាត់ខ្លួនតមួយសោតែគ្រូសាអង្គឌីសិនអាចលើអំណាចសំណាក់ខ្លះទេអីវ៉ាន់គេស្គាល់ខ្ញុំ
អ្នកមើលរឿងច្រើនពេកហើយគាត់មហាសេដ្ឋីនេះយកលុយហោបាយខ្ញុំទៅប្រាហើយឃ្វាកោខ្ញុំទៀតគាត់ឈ្មោះរីគីជំនួយការខ្ញុំត្រឹមត្រូវហើយហើយខ្ញុំស្ទើរតែត្រូវគេដឹងរឿងហើយ យូរបទាំងនោះចឹងទៅយកទៅស្កាយស៊ីគីមួយអលឹកថកទាំងនោះខ្ញុំដឹងហើយតើគាត់អាចគីមហាសេដ្ឋីយ៉ាងម៉េចទៅពេលគេនៅរោ អូយឈប់សិនឲ្យខ្ញុំកាញ្ញាគាត់ឡើងទៅលើប៉ាខ្ញុំមិនស្លាប់ទេគាត់ឡើងទៅលើ វាដូចគ្នាអាកែលអងឌីសិនគីបរសចាតើគាត់អាចមានគុណចាញ់យ៉ាងម៉េចទៅមិនចម្លែកទេដែលគាត់ស្លាប់ ឈប់គាត់ធ្លាប់ជួយគ្រូសាអ្នកតាអ្នកអាចក្បាត់គាត់តាអ្នកមិនមានទោសអ្វីទេ អញ្ចឹងអ៊ីបើយើងខ្វាត់ណាអាចនិយាយពីផកដីធៀបបានតែបើអ្នកមានដូចយើងណាថែមទាំងមិនអាចទិនបាយស៊ីខ្លួនឯងបានទៀតទូតែអ្នកគិតថាខ្ញុំនឹងមានទស្សអ្វីទេទោះបីជាខ្ញុំតែមុខអ្នកនេះខ្ញុំនឹកចាការផ្សព្វពាក្យរបស់យើងខ្ញុំនឹកចាការផ្សព្វពាក្យរបស់យើងខ្ញុំក៏នឹកចាការផ្សព្វពាក្យរបស់យើងដែរចាំបន្តិចលោកស្រីលោកប្រុសតើមាន4នាក់មែនទេហេតុអីបាត់មួយ ខ្ញុំមិនព្រមលុបចង់ការផ្សព្វពាក្យរបស់យើងទេ សាស្ត្រីនេះអស្ចារ្យណាស់ហេតុអ្វីបេះដូងខ្ញុំលោតញាប់ម្លេះហេតុអ្វីខ្ញុំមានអារម្មណ៍ចង់ធ្វើអ្វីមួយតើវាអាចនេះជាអារម្មណ៍ស្នេហាឬ Hey អឹមម៉ាខ្ញុំមកថាអ្នកឡៃគីម្ចាស់សង្គ្រាមនៅ Dragon Bun ហើយបានរំដោះខ្លួនអ្នកពីការខ្សែក្នុងរបបគ្រូសាអ្នកស្ទើរតែរួចខ្លួនពីការដួលរំហើយឥឡូវអ្នកនឹងរៀបការជាមួយគាត់ឬអូខ្ញុំដឹងខ្ញុំមកខាមានអ្នកចម្បាំង Telaris មកទីនេះដើម្បី project តែអ្នកប្រហែលជាសង្ឃឹមថាគាត់នឹងជួយមើលឲ្យចិត្តគាត់គ្រាន់តែជាអ្នកចាញ់គាត់គ្មានជំនាញអ្វីសោះអ្នកល្ងងបើអ្នកចង់រៀបការជាមួយគាត់ឬក៏នាងគ្រាន់តែចូលចិត្តបុរសប្រភេទនេះ ខ្ញុំជាស្ត្រីដែលកាន់ពាក្យសម្ដីមិនដូចណាទេដែលត្រឡប់ក្រោយលើពាក្យសម្ដីរបស់អ្នកហ៊ានវាខ្ញុំទេអ្វីមានបញ្ហាអ្វីខ្ញុំនឹងធ្វើឲ្យប្រាក់ថានឹងសងស្នេហ៍នេះមួយរយដឹងខ្ញុំដែរដូចនេះ នាងស្អាតហើយក្លាហានខ្ញុំចូលចិត្តណាស់ទេខ្ញុំនៅតែត្រូវតែឡើងទៅអញ្ចឹងអ្នកពិតជាអ្នកស្រី Violet ខ្ញុំទីបំផុតបានរកឃើញអ្នកហើយយើងមកពីសម័យថ្មីយើងមិនចាំបាច់ប្រកាន់ខ្ជាប់នឹងការភ្ជាប់ពាក្យទៀតទេ ខ្ញុំមិននឹកស្មានថាគ្រូសាអនឌូសិននឹងធ្លាក់ចូលក្នុងស្ថានភាពដ៏អាក្រក់បែបនេះបន្ទាប់ពីកែលចាក់ចេញកែលបានជួយគ្រូសាខ្ញុំកាលពីមុនខ្ញុំនឹងគោរពការផ្សព្វពាក្យរបស់យើង ទេអ្នកមិនគួរទេអ្នកមិនត្រូវទេអ្នកត្រូវតែបដិសេធខ្ញុំមិនដែលងូតទឹកទេធំក្លិនទេវាស្អុយលើសពីនេះទៅទៀតខ្ញុំមានអាឡែស៊ីនឹងស្ត្រីខ្ញុំចូលចិត្តបរោះហេបងជួយខ្ញុំផងសូម អេម៉ាតើអ្នករកឃើញគាត់ទេ ខ្ញុំរកឃើញគាត់ហើយ យើងបានសង្គ្រោះហើយជាមួយលោក Anderson នៅទីនេះយើងមិនចាំបាច់បារម្ភពីការប្រយុទ្ធទៀតទេ លោក Drago រឿងរ៉ាវមិនមែនដូចអ្វីដែលអ្នកគិតទេ មិនអាចទេនាំលោក Anderson មកទីនេះ Daisy ត្រូវការគាត់ តាមខ្ញុំមើល ចាំបន្តិចអ្នកមិនយកទេចាំយើងដើរទៅទីនោះទាំងអស់គ្នា ដេដំណាទើបតែពេលនេះឡានខ្ញុំ ឡានប្រណីតរបស់អ្នកមិនអាចត្រាំបានទេអស់តាមខ្ញុំមក
រយៈពេល3ថ្ងៃគ្មាននរណាម្នាក់អាចត្រាំបានសំបីតែ1នាទីប្រចាំនឹង Chronos នៅក្នុងគីខ្ជាទាំងមូលតែមានគ្មានអ្នកចម្បាំងខ្លាំងទៀតទេ របស់ Deche អ្នកចម្បាំងចំនួនថ្មីខ្សោយទាំងអស់ បាទ គាត់គឺជារឿងព្រេងនិទានវាបរស្នៃត្រកូល Harald ខ្លាំងណាស់វាពិតជា Altars ក្នុងការខ្លាយជាស្ត្រីរបស់គាត់តែមានរឿងអីឡើងទៅបើអ្នកហ៊ានឃើញទេឯវាពិតជានាំអ្នកចាញ់នោះមក ហេមនុស្សច្រើនណាស់អ្នក លោក Drago នេះគឺ Sek Engerson អ្នកខ្ជីណាស់ស្នឹងរបស់ Gel បរិសនៅលើឆាកគឺ Kronos គាត់ខ្ជីអ្នកចម្បាំងខ្លាំងបំផុតរបស់ Geleris កាលពី3ថ្ងៃមុនគាត់បានបង្កើតការប្រកួតប្រជែងហើយបានកម្ចាត់អ្នកចម្បាំង30នាក់របស់ Gitcher ឪពុករបស់អ្នក Gel ធ្លាប់បានកម្ចាត់គ្រូរបស់គាត់លើកនេះពួកគេបានប្រកួតប្រជែងនៅជាពិសេស អ្វីប្រកួតប្រជែងខ្ញុំមិនអាចទេឪពុកខ្ញុំគ្រាន់តែបង្រៀនខ្ញុំឲ្យហាត់ប្រាណខ្ញុំមិនអាចឈ្នះសូម្បីតែឆ្កែរបស់ខ្ញុំបរោះនេះស្ដាប់ទៅខ្លាំងជាងឆ្កែរបស់ខ្ញុំទៅទៀត អ្វីអ្នកគឺជាអ្នកស្នឹងរីតរបស់ Gel មិនអ្នកមិនបានទទួលចំណេញណាមួយរបស់គាត់ បន្ទាប់ពី Gale ស្លាប់គ្រូសាអេនឌូសិនបានដួលរំលោក Drago ខ្ញុំអាចឡើងថាប់បាន អ្នកមិនមែនជាគូប្រជែងរបស់គាត់ទេសំណាងល្អខ្ញុំមានផែនការបម្រុងខ្ញុំបាននាំលោកចេញពីការសម្ងាត់ អាម៉ាវានឹងល្អខ្ញុំនៅទីនេះខ្ញុំបានប្រាប់អ្នកថាខ្ញុំនឹងសុំរៀបការជាមួយអ្នកនៅថ្ងៃដែលខ្ញុំចេញពីការសម្ងាត់អាម៉ា សំទោសប៉ុន្តែខ្ញុំបានសម្រេចចិត្តរៀបការជាមួយសាក់ អីអ្នករៀបការជាមួយមនុស្សចាញ់គេនេះហ៊ានយ៉ាងម៉េចលួចស្រីខ្ញុំកូនក្មេងចាំបន្តិចស្មុបស្ងាត់អ្នកយកច្រឡំហេនាងប្រញាប់បញ្ចុះ ការភ្ជាប់ពាក្យរបស់ខ្ញុំជាមួយសាក់ត្រូវបានរៀបចំដោយជីតារបស់ខ្ញុំមិនថាយ៉ាងណាខ្ញុំមិនអាចកាត់ការសន្សើររបស់គាត់បានទេ ឃើញទេជីតារបស់អ្នកខ្ញុំមានន័យថាជីតារបស់នាងធ្វើវាមិនមែនខ្ញុំទេហេតុអ្វីមិនអ្នកពិភាក្សាជាមួយជីតារបស់នាង មិនសមហេតុផលអ្នកនឹងលោកជាគូដ៏ល្អចាស់នៅទូទាំង Dexia បន្ទាប់ពីគាត់ចាញ់ Kronos ខ្ញុំនឹងប្រកាសការភ្ជាប់ពាក្យរបស់អ្នកបន្ទាប់មកចំនួនក្រោយនៃអ្នកប្រយុទ្ធនឹងក្លាយជាអស្ចារ្យម្ដងទៀតរយៈពេល8ឆ្នាំ បាទអាម៉ាអ្នកមិនអាចគិតតែពីខ្លួនឯងបានទេប្រទេសជាតិសំខាន់ជាងមានតែបរិយាដែលមានជំនាញដូចខ្ញុំទេដែលអាចជាគូល្អសម្រាប់អ្នកចំណែកអ្នកវិញប្រញាប់ចេញទៅណាមិនក៏អ្នកឆ្លើយម្លេះតើអ្នកគិតថាខ្ញុំមិនវាយអ្នកទេអ្នកខ្ញុំស្មានថាអ្នកមានអត្ថប្រយោជន៍ គ្រប់គ្រងអេម៉ាធ្វើវីដើម្បីប្រទេសជាតិ ខ្ញុំសំទោស អូមិនអីទេខ្ញុំគិតថាអ្នកទាំងពីរត្រូវគ្នាល្អខ្ញុំគ្រាន់តែជាសកលខ្ញុំមិនល្អគ្រប់គ្រាន់មិនអីទេអ្នកអាចខ្លាចប៉ុន្តែអ្នកនៅតែឆ្លាតបើអ្នកចង់រៀនប្រយុទ្ធខ្ញុំអាចបង្រៀនអ្នកខ្ញុំអាចទទួលអ្នកជាសិស្សរបស់ខ្ញុំទោះបីអ្នកទង់ខ្សោយក៏ដោយអូមិនបាច់អញ្ចឹងចាំដុតកិច្ចសន្យារបស់យើងខ្ញុំនឹងចេញទៅឥឡូវសូមជូនពរឲ្យអ្នកមានអាពាហ៍ពិពាហ៍ដែលពោរពេញដោយស្នេហាអាម៉ាមើលខ្ញុំចាញ់គ្រូណូសមរភូមិនេះនឹងក្លាយជាអំណោយអាពាហ៍ពិពាហ៍របស់ខ្ញុំសម្រាប់អ្នកខ្ញុំលូកតាឡុងមកពី Dragon Band ប្រកាសប្រយុទ្ធជាមួយឯង វាគីលូកូនកំលួកំពូរបស់ Dexai វាពិតជាល្អណាស់តែបានធ្វើជាស្ត្រីរបស់គាត់ កូនកំលោកកំពូខ្ញុំនឹងឲ្យអ្នកចាប់ផ្ដើមមុនមិនសមហេតុផលវេនខ្ញុំដាវដទេវៈរបស់ជាឡារីក្រញ៉ាំដែកលោកចាញ់ មិនអាចទេវាមិនអាចទៅរួចទេ នេះជាអ្នកចម្បាំងដ៏ល្អបំផុតរបស់ដេកសាគាត់មិនអាចត្រាំបានសូម្បីតែ1នាទីនេះជាអំណោយពីខ្ញុំទៅកាន់ដេកសាត្រឹមត្រូវណាស់ មិនសមហេតុផល
ទេអ្នកមិនអាចចាញ់គាត់បានទេ ត្រឡប់មកវិញអេម៉ាល្ងងចាញ់ចេញល្ងងទៅហើយ ឯងនឹងត្រូវស្លាប់ ស្ត្រីនៃជាឡារីស្រឡាញ់អ្នកខ្លាំងចុះបើអ្នកធ្វើជាស្ត្រីរបស់ខ្ញុំវិញ ឯងសបិន កូនឆ្កាឯងធ្លាប់វាយមនុស្សស្រីដែរមានអ្នកណាទៀតខ្ញុំនឹងរាប់ដល់ 3មានអ្នកណាទៀតនឹងប្រយុទ្ធជាមួយខ្ញុំ 3 បរិះទាំងអស់របស់ដេសេពិតជាមិនអាចឈ្នះកូនឆ្កែនេះបានទេតើនៅដេសេគ្មានបរិះទេអ្នកត្រូវតែចាត់ស្ត្រីម្នាក់មកប្រកួតជាមួយខ្ញុំ អាយម៉ាឯងទីឯងនៅឯណាសាស៊ូបទីកាញ់ឯងហើយមកសង្គ្រោះឯងឲ្យតម្លៃអ្នកចាញ់នោះខ្លាំងណាស់នេះហើយជាអ្វីដែលឯងបាន 2 អាម៉ាគួរឲ្យអាម៉ាណា ប្រជាជនដេសេខ្សោយដោយស្រមោចអ្នកមិនអាចការពារស្ត្រីម្នាក់បានទេបើដូច្នោះខ្ញុំនឹងនាំស្ត្រីរូបនេះត្រឡប់ទៅជាមួយខ្ញុំទៅ Jelaris សាអ្នកចាញ់ហេតុអ្វីឯងនៅលើនោះឯងធ្វើអីក៏មិនកើតក្រៅពីធ្វើឲ្យយើងអាម៉ាគ្រូនូសសម្រាប់គាត់សម្រាប់កូនស្កែនោះខ្ញុំព្រួយបារម្ភជាងធ្វើឲ្យដៃរបស់គ្រូនូសប្រឡា អាចជ្រូកឯងមិនសមត្រូវសម្លាប់ដោយដាខ្ញុំទេឯងឈ្នះហើយដូច្នេះហេតុអីឯងចំអកឲ្យអ្នកដទៃពួកអ្នកចាញ់សុំនឹងត្រូវព្រួដោយ Jelaris ខ្ញុំអាចចំអកឲ្យពួកអ្នកចាញ់តាមដែលខ្ញុំចង់ឯងអាចធ្វើអីបានដេឆេគឺជាប្រទេសដែលមានអាយុកាលជាង 5000 ឆ្នាំនៃប្រវត្តិសាស្ត្រនឹងវីលបរោះជាច្រើនឯងហ៊ានប្រមាថយើងខ្ញុំប្រហែលជាអ្នកទៀបថ្នាក់ប៉ុន្តែខ្ញុំនឹងមិនក្រាបថ្វាយបង្គំឯងទេហើយក៏មិនប្រកល់ប្រទេសខ្ញុំមកឯងមនុស្សល្មីល្ងាបើដូច្នោះខ្ញុំនឹងបញ្ចប់ជីវិតឯងទេអី Hal Evers គាត់ជាអ្នកប្រាជ្ញនៅលើផែនដី តាំងពីសង្គ្រាមពីមួយសតវត្សរ៍មុនគ្មានអ្នកប្រាណទីទេខ្ញុំមិនដែលគិតថានៅតែគ្រិនមនុស្សដ៏មានអំណាចនៅក្នុងអាយុដែលនៅសល់របស់ខ្ញុំដេកស៊ីយ៉ាត្រូវបានសង្គ្រោះហើយ វាជារឿងដែលគេរៀបចំវាច្បាស់ជាខ្លាំងខ្លាយតែអ្នកចាញ់នោះអាចមានអំណាចដូចចម្ដេច វាច្បាស់ជាដោយសារគាត់បានធ្វើច្រើនពេករឿងអាក្រក់ហើយបានទទួលការសងសឹកពីព្រះ ប្រុសក្មេងតាត់សេលថកក្នុងការប្រយុទ្ធរបស់អ្នកណែតើអ្នកអាចវេស្មកគាត់ដូចចម្ដេច ដូច្នេះវាជាការវាស្មោខ្ញុំដឹងថាអ្នកចាញ់នេះមិនអាចខ្លាំងដូចនោះទេខ្ញុំគិតថា Kaden Drago ក៏បានជួយសេកដោយសម្ងាត់ដោយការពារគាត់ដើម្បីកុំឲ្យគាត់ខ្មាស់ខ្លួនឯងបើមិនដូច្នោះទេអ្នកចាញ់នេះនឹងច្បាស់ជាស្លាប់នៅទីនេះ ប្រជាជន Jelaris នឹងចចាំរឿងនេះខ្ញុំនឹងធ្វើឲ្យអ្នកសង្សឹកមួយរដង អ្នកបានទាស់នឹងប្រជាជន Jelaris អ្នកទាំងអស់គ្នាស្លាប់ហើយដល់ពេលនោះសូម្បីតែព្រះក៏មិនអាចសង្គ្រោះអ្នកបានដែរយើងនឹងរងចាំការអញ្ជើញរីកា អ្នកទាំង3នៅតែគ្រប់គ្រងស្ត្រូវរបស់យើងអ្នកមិនសមខ្លាចជាអ្នកដេកស៊ីយ៉ាទេចេញទៅ ទៅឆ្ងាយ Seth អ្នកខ្លាំងណាស់ អូខ្ញុំតែងតែមានចិត្តល្អខ្ញុំមិនអាចត្រាំការគំរាមកំហែងជាពិសេសលើស្ត្រី ទេចង់និយាយថា អូទប់ចោលនេះប្រញាប់ញ៉ាំរបស់នេះ ឆ្នាំទេរបបនេះពន្សែអាយុហើយមានតម្លៃ100,000 លាន ប្រញាប់
ពេលខ្ញុំឈឺខ្ញុំជាសះស្បើយភ្លាមពីរបស់នេះវាល្អជាងចាស់ខ្ញុំទៅលើនេះ អីខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងមានការវិវត្តសះអ្នកមិនមែនគ្រាន់តែខ្លាំងអាណាថែមទាំងលេខទ្រព្យសម្បត្តិរបស់អ្នកទៀតដូច្នេះណាជឿតែបន្សោតខ្ញុំណាអាក្រក់សះហេតុអ្វីបានជាណាធ្វើដូចជាគ្មានអំណាច ធ្វើពុតអំណាចអ្វីខ្ញុំធ្លាប់ដូចនេះតាំងពីខ្ញុំអាយុ3ឆ្នាំខ្ញុំមិនអាចឈ្នះឆ្កែរបស់ខ្ញុំទេ អ្វីគាត់បានជាអ្នកប្រាជ្ញនៅអាយុ3ឆ្នាំហើយគាត់មិនដឹងថាគាត់មានអំណាច ខ្ញុំមានន័យថាអញ្ចឹងលើកកុំយកច្រឡំខ្ញុំមិនព្យាយាមចាប់នាងទេអូអ្នកប្រាញ់ធំខ្ញុំនឹងមិនព្យាយាមលួចស្រីរបស់អ្នកទេមកហើយតើអ្នកគ្មានគោលការណ៍ខ្លះទេតើអ្នកមិនបាននិយាយថាអ្នកនឹងរៀបការជាមួយនាងទេនាងជារបស់អ្នកកុំធ្វើបែបនេះហេលោកទើបតែអ្នកបាននិយាយស្ត្រីគួរឲ្យចាប់អារម្មណ៍ម្នាក់ដូចជាអ្នកស្រី Violet ត្រូវតែរៀបការជាមួយនរណាម្នាក់ដែលមានកម្រិតដូចនាងដើម្បីធ្វើឲ្យដេឆេអស្ចារ្យម្ដងទៀតខ្ញុំគិតថាអ្នកត្រូវដូច្នេះខ្ញុំនឹងទុកនាងឲ្យអ្នក ពិតមែនសិស្សរបស់ខ្ញុំសំនឹងទួបានគូដកអោចារឲ្យដូចណាលោក Anderson អ្វី Irie អ្នកត្រូវតែប្រព្រឹត្តចំពោះគាត់ឲ្យបានល្អនេះគឺជាអ្នកប្រាជ្ញនៅលើ Pandot ដែលយើងកំពុងនិយាយអំពីប្រសិនបើអ្នករៀបការជាមួយគាត់ទាំងកូននៃ Deche នឹងត្រូវក្រាបថ្វាយបង្គំណា ចា ទេអ្នកបាននិយាយថាអ្នកនឹងលុបចោលកុំបដិសេធពាក្យសម្ដីរបស់អ្នក ហេតុអ្វីតែអ្នកគិតថាខ្ញុំអាក្រក់ទេ ទេខ្ញុំគិតថាអ្នកស្អាតប៉ុន្តែខ្ញុំ សុខនិយាយរឿងអ្នកប្រយោជន៍តាមខ្ញុំមើល អូតើយើងទៅណា ដោយសារអ្នកមិនដឹងថាអ្នកខ្លាំងប៉ុណ្ណាខ្ញុំត្រូវតែឲ្យណាសាសេខឿនអំណាចពិតរបស់អ្នកក្នុងនាមជាប្រពន្ធណាទោះទៅហេពុកដែរសូមឲ្យខ្ញុំណែនាំអ្នកទៅកាន់កូនប្រុសរបស់កែវនឹងជាប្តីអនាគតរបស់ខ្ញុំ មិនសមហេតុខ្ញុំបានលីពី The Big 3អំពីអ្វីដែលកើតឡើងចំពោះគ្រួសារ Anderson គាត់ជាមនុស្សមកពីតំបន់អនថយតើគាត់អាចជាគូសម្រាប់គ្រួសារយើងអ្នកទាំងពីរខុសគ្នាខ្លាំងក្នុងរឿងទ្រព្យសម្បត្តិនិងឥទ្ធិពលការរៀបការជាមួយគាត់នឹងគ្រាន់តែបន្ថយឋានៈគ្រួសារយើង ស្ត្រីទាំងពីរនោះឆោតល្ងងពួកគេមិនស្គាល់គាត់ទេអ្នកមិនអាចទុកចិត្តពាក្យរបស់ពួកគេបានទេជាមួយប្តីខ្ញុំនៅទីនេះគ្រួសារយើងនឹងខ្លាយជាមួយក្នុងចំណោមល្អបំផុត មួយក្នុងចំណោមល្អបំផុតខ្ញុំគិតថាយើងមិនអាចសំបីតែចាត់ទុកជាគ្រួសារជនបរទេស តែឯនាងខ្វះការស្រឡាញ់ពីបរិសតែនាងពេញចិត្តជាមួយបរិសបែបនេះតែអ្វីស្ត្រីម្នាក់ដូចណាតែបានប្រាមិនដល់ស្នេហ៍ចូលមកក្នុងគ្រួសារដឹងជាមួយសមត្ថភាពរបស់ប្តីខ្ញុំណាទាំងអស់គ្នានឹងខោភ្ញាក់ផ្អើល គ្រប់គ្រាន់ពិធីមង្គលការរបស់អ្នកត្រូវបានលុបចោល Luke Talon ជាគូរបស់អ្នកជាមួយគាត់បញ្ហាគ្រួសារយើងនឹងត្រូវបានដោះស្រាយ Look មិនអាចទៅរួចទេគាត់ថែមទាំងមិនហ៊ាននិយាយជាមួយប្តីខ្ញុំ មិនសមហេតុ Zack Anderson តើអ្នកចង់បានអ្វីជាកាដូសម្រាប់ការលុបចោលអាពាហ៍ពិពាហ៍ អូលោក Violet ខ្ញុំមិនត្រូវការអ្វីទេ មនុស្សចាញ់ម្នាក់នេះចង់បានកូនស្រីខ្ញុំនិងឥទ្ធិពលរបស់គ្រួសារខ្ញុំយ៉ាងខ្លាំងរហូតដល់គាត់បដិសេធមិនព្រមលុបចោលតើអ្នកកំពុងនិយាយថាអ្នកបដិសេធ ពុកគ្រួសារយើងហើយតម្លៃលើការសន្សារការផ្សព្វពាក្យរបស់ខ្ញុំត្រូវបានរៀបចំដោយតាតែអ្នកពិតជានឹងឲ្យខ្ញុំបំបត្តិការសន្សាររបស់តាម្យ៉ាងទៀតគ្មានអ្នកណាម្នាក់អាចស្រមៃដល់អំណាចពិតប្រាកដរបស់ប្តីខ្ញុំទេសូមខ្ញុំបីថ្ងៃខ្ញុំនឹងឲ្យគាត់បង្ហាញអំណាចរបស់គាត់ដល់អ្នករាល់គ្នា មនុស្សចាញ់នេះអាក្រក់ហើយក្រទៀតតើអ្នកឃើញអ្វីនៅក្នុងខ្លួនគាត់ ពិតមែន ជេរខ្ញុំទៀតហើយ The Big 3បានមកដល់ហើយ ហើយបរិច្ចាញ់របស់អូនមកទីនេះដែរហេតុអ្វីបានជាអ្នកមកទីនេះខ្ញុំមកពីនិតស្មើទ្រព្យសម្បត្តិគ្រួសារ Violet តើអ្នកចង់មានន័យយ៉ាងម៉េច យើងបានសហការជាមួយក្រុមហ៊ុនកំពូលរបស់ជា Larry ស្រូចហើយពួកគេចង់គម្រាមកំហែងគ្រួសារណាដូច្នេះទ្រព្យសម្បត្តិទាំងដល់របស់អ្នកឥឡូវនេះនឹងក្លាយជារបស់យើងនៅទីបំផុត ហេតុអ្វីបានជាឡារីចង់វាយប្រហារគ្រួសារយើង អ្នកគូតែសួរកូនស្រីគីទីស្រឡាញ់របស់អ្នកនិងកូនប្រសានាពេលអនាគតគុំប្រញាប់យើងមានការភ្ញាក់ផ្អើលមួយ
Stek Narodin, Ban Prokol Pierre Gate or Yearn Boon Net Row, Tnam Sia Bal Braning, Napra Hachi, Mendung Room Nite. Bunda Lo Ne, Yearn Ban Rock Kern Krupet Steva, Dambe Chui Yearn God Kuvik Bundet Island Sky. Tnice like God Nung Sebal, Franing, Hai Nung, Langan Betchuk Joy, Hide and Dime Fuel, Drop some But Dingo, Robo Crusat Na. Vet of High, some Rap Crusat Na. Kmea Plachinte. Sa, Knyum Good Cove near. Doi Mien Day Knyum Nerdine, Crusat Yearn and Clyde Jina, Lang Dog and Boo. អូអ្នកនាង Violet ខ្ញុំគិតថាអ្នកល្អិតខ្ចោះក្រៅពីទម្លាប់និយាយបំផ្លើសរបស់អ្នក Kernde, Sumbe Time Nustan, Goman Art Dram Nung Nut Bandai. Nutter Dai Joe Room, Petit Chup Link Nice Eye, Trobra, Kyrop Oi Drum Dro, High Brokol Drop some But Dingle. Nus Dung, Be Nuknyum Ag, Duk Chivatina, Ning Crusa Na. Barman Dutch New Day, Crusa Na, Num Trevi Nias. វាចប់ហើយសម្រាប់យើងវាទាំងអស់ដោយសារតែអ្នកហើយអ្វីបានជាអ្នកមិនរៀបការជាមួយលោកហើយទូចង់ភ្ជាប់ពាក្យនេះតើការភ្ជាប់ពាក្យនេះសំខាន់ជាងការរស់រានរបស់គ្រួសារយើងទេ Look up, come to Beef Set Mold Tan Roboke. Tai Look up Dung Yang Na, Kasa, Man Atui, Sankru Crusa Yang Ban, Yuna Ang Su, Pit Zang Te, Gum Katak Nyum Murman Kanyang, Ang Tour Bibne, Dambe Duck Crusa Yang, Hai Min Bang Ha. Duck Namun, Look up Book some Red Citrica, Kimuim Dak Nyum, Hiding, Mdayang Sing, Angrasai, Ka Unzet Niki Muyang. អ៊ីមម៉ែខ្ញុំដឹងប៉ុន្មានឆ្នាំនេះឯងមានការអាក់អន់ចិត្តប៉ុន្តែវាទាំងអស់ជាកំហុសខ្ញុំផ្ទាល់ដូច្នេះហេតុអ្វីឯងកំពុងទាញគ្រួសារទាំងមូលឲ្យធ្លាក់ចុះ ខ្ញុំបានធ្វើការដើម្បីគ្រួសារយើងអស់មួយសូហើយខ្ញុំជាអ្នករក្សាទ្រព្យសម្បត្តិគ្រួសារទាំងដល់ហេតុអ្វីខ្ញុំចង់បំផ្លាញគ្រួសារយើងអូឈីបសើខ្លួនឯងទៅគ្រួសារអ៊ីតូលេតមកដល់ទីនេះបានដោយសាររំដាយវេកមែនអ្វីពាក់ព័ន្ធនឹងឯងទេ នាងមានឪពុកលំអេងម្ដាយចុងអាក្រក់និងប្អូនស្រីចុងខ្ញុំស្មានស្ត្រីនេះគួរឲ្យអាណិតណាស់ ឯងជាជនក្បត់ឯងចង់សម្លាប់ខ្ញុំទេប្រញាប់លុបចោលទៅ គ្មានផ្លូវទេខ្ញុំនឹងស្រឡាញ់សត្វពេញមួយជីវិតដូច្នេះក្រុមគុំទាំងកែចង់បញ្ចប់គ្រួសារខ្ញុំបានស្វាមីខ្ញុំនឹងវាយប្រហារនៅពិធីជប់លៀង Nice Eye ហើយខ្ញុំនឹងអុយអ្នករាល់គ្នាដឹងថាការធ្វើជាណាប្រាត់នៅលើផែនទីគឺយ៉ាងណាចាប់ពី Nice Like ទៅឯងលាក់ខ្លួនទៀតមិនបានទេយល់ទេ អប្រែអាយមានមនុស្សច្រើនណាស់ខ្ញុំមិនដែលឃើញអ្វីបែបនេះទេតើអ្នកមិនអាចលុបចោលទេសូមឲ្យខ្ញុំត្រឡប់ទៅស្ថានរបស់ខ្ញុំវិញ គុំឲ្យខ្ញុំថាអ្នកស្រីអ៊ីតាឡេតហើយខ្ញុំថាសម្លាញ់ អីអ្នកទីក្រុងស្រួលណាស់គិតមើលចុះបើស្ត្រីទាំង3ណាមអ្នកប្រយុទ្ធមួយក្រុមមកសម្លាប់ខ្ញុំតើអ្នកមិនខ្លាយជាស្ត្រីមេម៉ាយទេ សុកនិយាយសុកធ្វើពុតតែអ្នកដឹងទេថាណាប្រាត់ជាអ្វីវាជាអ្វីដែលមានឥទ្ធិពលបំផុត ធំទាំង3បានមកដល់ហើយមើលនោះមនុស្សច្រើនណាស់សូមការពារខ្ញុំផង លោកយ៉ាវលោកជាអ្នកវិនិយោគអ្នកនៃគ្រួសារអ៊ូតាឡេតហេតុអ្វីលោកនៅជាមួយពួកគេ អូសូមទោសប៉ុន្តែចាប់ពីពេលនេះតើយើងមិនតាក់ទងនឹង Violet ឯងទៀតទេ តើអ្នកមាននៅយ៉ាងម៉េចគ្រួសារអ្នកកំពុងដួលរំលំហេតុអ្វីយើងធ្វើការជាមួយអ្នកឥឡូវអ្នកវិនិយោគទាំងអស់របស់អ្នកនៅខាងយើងខ្ញុំទាំង4នៅសល់តែយើងទេ ចាប់ពីពេលនេះទៅគ្រួសារ Violet លែងជាផ្នែកនៃធំទាំង4ទៀតហើយយើងនឹងត្រូវហៅថាធំទាំង3ចាប់ពីពេលនេះតើ គ្រួសារយើងទុកចិត្តណាស់ហេតុអ្វីបានជាអ្នកវត្តយើងជាមួយខ្ញុំនៅទីនេះក្រុមហ៊ុននឹងមិនដួលរំក្រុមធំទាំងគេនឹងមិនអាចធ្វើវាបានទេអ្នកនៅតែក្រអ៊ូតក្រទំនៅចិត្តសេចក្តីស្លាប់តែអ្នកនឹងសង្គ្រោះគ្រួសារណាដោយរបៀបណាថ្ងៃនេះយើងនឹងធ្វើឲ្យប្រាក់ណាបាត់បង់អ្វីទាំងអស់ហើយទុកឲ្យអ្នកឃើញគ្រួសាររបស់យើងក្រក់ឡើងឆ្នេរ គ្រប់គ្នាខ្ញុំចង់ប្រកាសអ្វីមួយនៅក្នុងពិធីជប់លៀងរបស់ព្រះអង្គក្រុមធំទាំង3លុបចោលហាពីលពីពីជាមួយ Sek Eders សួស្តីអ្នកទាំងអស់គ្នា
បាទរីករាយដែលបានជួបអ្នកសូមអង្គុយស្រួលដូចនៅផ្ទះសូមរីករាយជាមួយពិធីជប់លេងសូមរីករាយ គាត់ជាកូនប្រុសរបស់ Gale គាត់មិនចេះបាត់គុណ Crusader and Garrison Dostars បានដួលរំទាំងស្រុងក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះណាពិតជាអស់សង្ឃឹមមែនថ្ងៃនេះខ្ញុំ Rose Allen សូមប្រកាសការភ្ជាប់ពាក្យរបស់ខ្ញុំជាមួយ Seth ត្រូវបានលុបចោលរបស់ខ្ញុំផងដែររបស់ខ្ញុំផងដែរចាប់ពីពេលនេះទៅគ្មានអ្វីរវាងយើងទេ អាណាម្ដងទៀតហើយ ឯអ្នកជាមនុស្សសង្ងេល្ងើតែជួរីកាជាមួយអ្នកចាន់នោះនាងមិនសំនឹងធ្វើជាផ្នែកនៃវាខរចាប់ពីពេលនេះទៅខ្ញុំប្រកាស Crusader Outlet Satan ក្រុមភូមិទាំងបីនឹងបែងចែកទ្រព្យសម្បត្តិរបស់ Crusader Outlet គ្រូសា Violet កំពុងធ្លាក់ចុះហើយខ្ញុំបានឬអ្នកវិនិយោគទាំងអស់របស់ពួកគេបានរត់គេចខ្លួនអ្នកនៅតែធ្វើការសម្រេចចិត្តខុស The Big Three បានសម្រេចចិត្តដើម្បីបញ្ចប់គ្រូសា Violet វាចប់សម្រាប់គ្រូសា Violet ហើយយើងក៏គួរទៅតាមទឹកហើយចូលខាង Big Three ចាំបន្តិចជនក្បត់បើគ្រូសា Violet ដួលយើងទាំងអស់គ្នានឹងក្លាយជាអ្នកសុំទានទៅហើយសុំទោសឥឡូវ ចាំ លោក Yale សូមកុំបោះបង់គ្រូសា Violet កូនស្រីរបស់ខ្ញុំនឹងមិនរៀបការជាមួយអ្នកចាញ់រូបនេះ Luke Talon ចាប់អារម្មណ៍នាងគាត់ជា Warlord ក្រោមស្ដេច Nodian គាត់ប្រកាសជាសុំស្ដេច Nodian ដើម្បីសង្គ្រោះគ្រួសារយើង ពេតបើកូនស្រីរបស់អ្នកភ្ជាប់ពាក្យជាមួយ Luke Talon គ្រូសាអ្នកប្រកាសជាឡើងដល់កម្រិតថ្មី ពិតណាស់វាមិនអាចទៅរួចដើម្បីបញ្ចប់គ្រួសារ Violet អេរ៉ាអ្នកតែងតែនិយាយអំពីពីរបៀបដែលការសន្សាមានតម្លៃក្នុងគ្រួសារយើងមែនអ្នកនឹងមិនបំបែកពាក្យសន្សាលើមែនទេខ្ញុំនឹងមិនបោះបង់ការភ្ជាប់ពាក្យ អ៊ីម៉ាអ្នកកំពុងព្យាយាមសម្លាប់យើងតើខ្ញុំបានធ្វើអ្វីដើម្បីនាងកូនស្រីដូចអ្នក បាជឿខ្ញុំក្រៀបណាសិលនៅទីនេះ អូ តើខ្ញុំអាចទុកចិត្តអ្នកចាញ់នេះបានទេពេលណាអ្នកនឹងបោះបង់ វាចប់សម្រាប់យើងហើយ តែអ្នករកគ្នាបានអត់ទេឯអ្នកជាមនុស្សសង្ងេល្ងើនាងចង់នៅជាមួយអ្នកចាន់នេះខ្ញុំមានការប្រកាសមួយទៀតដើម្បីធ្វើនៅថ្ងៃនេះក្រោយពីការលុបចោលខ្ញុំទាំងបីនឹងត្រូវចុះពេកជាមួយ Orlan Skiing មកពីនគរព្យាបាលសូមចេញមកលោក Skiing និងព្យាបាលប្រនាង Nordian លោកវិជ្ជបណ្ឌិត Sky លោកវិជ្ជាបណ្ឌិត Ski បានមកដល់ហើយ លោកវិជ្ជបណ្ឌិត Sky គឺជំនាញខាង Ost វានឹងងាយស្រួលសម្រាប់គាត់ក្នុងការព្យាបាលព្រះនាងគ្រូសា Ellen បានធ្វើការសម្រេចចិត្តដ៏អស្ចារ្យនៅពេលអនាគតពួកគេអាចក្លាយជាអ្នកមានអំណាចបំផុតហេកុំភ្លេចយើងត្រឹមត្រូវសូមអបអរសាទរធំទាំង3យើងទាំងអស់គ្នានឹងដាក់បញ្ជីខ្មៅគ្រូសា Violet ចាប់ពីពេលនេះទៅគ្រូសា Outlet Lang ជាផ្នែកមួយនៃទំទាំង4ខ្ញុំបានប្រាប់អ្នកឲ្យបញ្ឈប់វាប៉ុន្តែអ្នកបដិសេធមើលឥឡូវគ្រូសានឹងត្រូវវិនិច្ឆ័យដោយសារអ្នក ចាំបន្តិចធ្វើម៉េចអ្នកទាំងអស់គ្នាធ្វើបាបស្ត្រីដែលគ្មានអំណាច តើអ្នកកំពុង Zik Vito លើខ្ញុំអ្នកចាញ់នាងបានជ្រើសរើសណាដែលនាំអស់គ្នាឌូរំខ្ញុំអាចនិយាយអ្វីដែលខ្ញុំចង់តើអ្នកអាចធ្វើអ្វីបាន អ្នកក្បាក់អ្នកទៅឆ្ងាយពេកហើយការអត់ធ្មត់របស់ខ្ញុំក៏មានដែនកំណត់ដែរដល់ពេលហើយខ្ញុំបង្រៀនមេរៀនមួយដល់អ្នកទាំងអស់គ្នា តើអ្នកកំពុងធ្វើអ្វីតើគាត់ទីបំផុតនឹងបង្ហាញអំណាចពិតរបស់គាត់តើអ្នកចាញ់នេះហាក់លែអំណាចខ្លះទេអូអញណៃគាត់ប្រកាសជាមានផែនការបំរុងក្នុងនាមជាអ្នកស្នងតំណែងរបស់ Gal ខ្ញុំនឹងលាតត្រដាងអ្នកទាំងអស់គ្នាខ្ញុំនឹងថតសកម្មភាពរបស់អ្នកហើយបង្ហោះវាតាមអ៊ីនធឺណិតខ្ញុំនឹងឲ្យអ្នកប្រើអ៊ីនធឺណិតដឹងពីអំពើរបស់អ្នកឥឡូវនេះអ្នកខ្លាចទេបើអ្នកខ្លាចសុំទោសនាមតើ ខ្ញុំគិតថាអ្នកចាញ់នេះមានអ្វីលែកទុកដូចការរំពឹងគាត់គ្រាន់តែជាអ្នកចាញ់ប៉ុណ្ណោះតែអ្នកមិនដឹងទេថាប្រព័ន្ធផ្សាយ Nordella ត្រូវបានគ្រប់គ្រងដោយពួកយើងទាំងបីតែអ្នកកំពុងធ្វើអ្វីសេកអ្នកចាញ់នេះមិនខ្វល់ពីការសង្កត់សង្កេនរបស់យើងពីមុនទេហេតុអ្វីបានជាលើគាត់ធ្វើអញ្ចឹងតើគាត់អត់លែកកំហឹងដែលផ្ទុះឡើងទាំងដល់នោះទេយើងបានសាច់ចំដល់គាត់ជានិច្ចគាត់ប្រកាសជាស្អប់យើងពីក្នុងចិត្តចាប់ពីពេលនេះទៅគាត់នឹងស៊ីយាមសង្សឹកយើងមិនត្រូវទូគាត់ឡើយ
លោកវិកបណ្ឌិតស្គីបរិសនេះជាការគំរាមកំហែងដល់ពួកយើងសូមលោកជួយបំបត្តិគាត់ឲ្យយើងផង ងាយស្រួលដូចញ៉ាំបាយហេហេហេកុំរើស្ងប់ស្ងាត់លោកកុំបារម្ភខ្ញុំនឹងឲ្យអ្នកស្លាប់ដោយរាងកាយទាំងមូលយកនេះទៅស្ងប់ស្ងាត់ទៅលោក មនុស្សសម្នាក់ទៀតដែលចង់ស្លាប់ភឹងផ្អែកលើអ្នកចាញ់ដើម្បីបង្វែរស្ថានភាពល្មមណាស់យើងនឹងសម្លាប់សាហើយកាន់កាប់គ្រូសាអូតូលេតថ្ងៃនេះ ដែលរឿងនេះអាចទៅរួចយ៉ាងម៉េចប្រហែលនេះជាការបោកប្រាស់មែនទេហេខ្ញុំមិនប៉ះគាត់ទេមើលគាត់ដួលដោយខ្លួនឯងខ្ញុំមិនបានប៉ះគាត់ទេអ្នកគាត់ជាអ្នកបោក ខ្ញុំបានអញ្ជើញលោកវិកបណ្ឌិតស្គីដើម្បីព្យាបាលព្រះនាងតែអ្នកដឹងពីផលវិបាកទេនៃការធ្វើបាបគាត់ប្រសិនបើស្តេកម័រឌីនខំយើងទាំងអស់គ្នានឹងស្លាប់ទាំងអស់គ្នាគ្រូសា Winter នឹងធ្វើឲ្យអ្នកសឹងសម្រាប់រឿងនេះដល់ជីវិតរបស់អ្នកគ្រូសា Ellen ផងដែរគ្រូសា Paigai ផងដែរគ្រូសា Otolet ផងដែរគ្រូសារបស់អ្នកមិនអាចគេចពីអ្វីដែលអ្នកបានធ្វើបានទេព្រះអង្គគំចាស់ចិត្តមកដល់ហើយព្រះអង្គនឹងបញ្ចប់គ្រូសារបស់អ្នកនៅនាមអ្នកចាប់ពួកគេសូមព្រះអង្គគំចាស់ដល់ស្រ័យពួកគេ Steak Nordian បានមកដល់ហើយ លោកវិជ្ជបណ្ឌិតស្កៃតើលោកវិជ្ជបណ្ឌិតស្កៃណៃណាប្រញាប់ឡើងជួយសង្គ្រោះកូនស្រីរបស់ខ្ញុំ ខ្ញុំនៅទីនេះ បណ្ឌិតស្កៃហេតុអីដេកលើអត់អញ្ចឹងត្រជាក់ណាស់អ្នកណាម្នាក់ឲ្យបណ្ឌិតស្កៃភួយមួយវានឹងអាក្រក់បើគាត់កើតផ្ដាសាយបណ្ឌិតស្កៃខ្ញុំមិនបានជន់អ្នកទេមែនទេកុំបន្ទោសខ្ញុំពីរបួសរបស់អ្នក ព្រះអង្គមកដល់ហើយយើងបានអញ្ជើញបណ្ឌិតស្គីមកព្យាបាលព្រះនាងប៉ុន្តែទីគូដណ្ដឹងរបស់យើងខំដែលយើងលុបចោលអាពីពីពីហើយគាត់វាបណ្ឌិតស្គីរបួសព្រះអង្គត្រូវធ្វើយត្តតនហើយបណ្ឌិតស្គី ហ៊ានណាស់ព្រះអង្គខ្ញុំមកព្យាបាលព្រះនាងប៉ុន្តែគាត់វាយខ្ញុំបើព្រះអង្គគុំមិនសម្លាប់គាត់តើយើងនឹងមានសុខសន្តិភាពយ៉ាងម៉េច ល្មមហើយខ្ញុំពិតជាមិនខកចិត្តអ្នកទេប៉ុន្តែអ្នកត្រូវប្រញាប់ព្យាបាលកូនស្រីខ្ញុំសូមជួយសង្គ្រោះនាងបណ្ឌិតស្កៃ ព្រះអង្គអក្រហើយព្រះនាងនាងស្លាប់ហើយ អី Riley ព្រះអាយជំងឺរបស់នាងអស់សង្ឃឹមអរគុណដែលខ្ញុំត្រូវគេវាយបើមិនដូច្នេះទេនាងនឹងស្លាប់ក្នុងដៃខ្ញុំ ព្រះករុណាប្រសិនបើសាក់មិនបានធ្វើឲ្យគ្រូពេទ្យស្កៃរងរបួសទេព្រះនាងនឹងត្រូវបានសង្គ្រោះនេះគឺជាកំហុសរបស់គាត់ទាំងដល់វាជាកំហុសរបស់ពួកគេបានសម្លាប់ព្រះនាងសូមសម្លាប់ពួកគេព្រះករុណាសូមព្រះករុណាសង្សឹកទំនួលព្រះនាង សូមសងសឹកជំនួសព្រះនាងព្រះករុណា សូមគុំ Isinler Pande អាចផ្លាស់ប្ដូរជីវិតរបស់មនុស្សជាមួយផ្ទៃខ្ញុំនៅទីនេះអ្នកមិនបាច់បារម្ភទេព្រះករុណាស្ដាប់ខ្ញុំ មានអីត្រូវស្ដាប់តើអ្នកដឹងទេថាវាសំខាន់ប៉ុណ្ណាពិធីជប់លៀងនេះសម្រាប់ខ្ញុំ Riley មានជំងឺអស់សង្ឃឹមមានតែគ្រូពេទ្យស្កៃទេដែលអាចពន្យាអាយុជីវិតនាងតើអ្នកកំពុងព្យាយាមធ្វើជាស្ត្រូវជាមួយ Nordin ព្រះករុណាខ្ញុំ អឹមម៉ាខ្ញុំសង្កេតឃើញទេពកោសល្យពិសេសរបស់អ្នកហើយសម្រេចចិត្តគាំទ្រអ្នកដោយតែងតាំងអ្នកឲ្យក្លាយជាអ្នកក្មេងជាងគេរបស់ត្រាកូរីយ៉ាមេតបស្រីខ្ញុំថែមទាំងក្រុងនឹងផ្ដល់ឋានៈឲ្យអ្នកខ្ញុំមិននឹកស្មានថាអ្នកនឹងក្បត់ខ្ញុំបែបនេះទីហ៊ានយាមចាប់ពួកគេ សូមទុកជីវិតយើងខ្ញុំព្រះករុណាវាទាំងអស់នេះដោយសារស្រីឆ្កេញនេះនិងកំហុសរបស់អ្នកចាញ់នេះអ្វីដែលពួកគេធ្វើគ្មានអ្វីពាក់ព័ន្ធនឹងយើងទេ អ្នក ត្រឹមត្រូវហើយព្រះករុណាខ្ញុំបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយអឹមម៉ាហើយសូមគុំសម្លាប់យើង តើអ្នកនិយាយអី អាស្រូវប្រញាប់លុតជង្គង់ទៅសូមទោសព្រះករុណា យាយប្រញាប់ប្រាប់ព្រះករុណាថានេះគឺទាំងអស់ដោយសារតែអ្នកហើយវាគ្មានអ្វីពាក់ព័ន្ធនឹងពួកយើងទេ ខ្សែធានហើយត្រូវបានគ្រូសាអ្នកក្បត់
สตรีดอสตรอสอาดบุมพดโนนอร์ดอลอโลเนสตัดนมสแตนพีบอากรอกบุมพดเอ็มมาซุ่มขยมสู้หน้าริงเนอโลนี่หน้าใส่เจหน้าจ้องยมเจลุดจิงคุ้มไฮออนวอร์ขยม ឃើញទេខ្ញុំបានប្រាប់អ្នកថាយើងមិនគួរមកទេយើងអស់ផ្លូវហើយ เนสนิมชุบสำแดงเจียดดอเป้หน้าสำแดงหาย អី พระกรุณาเวียประเฮลจีมันดอนจับสำรับประเนียงสวามีระบอกขยมเสธกุจีสุดโลกกอดไอทัวร์ออยโรไลน์วิงประเนียงการทัวร์ออยโรไลน์วิงเหมือนอาจจะรู้เจได้นักกิจถาปูเยิงละมงเจขยมกระดาเนงกำปงแต่เป็นตูนซักเจสลับมนุษย์คลาโจจัดว่าไอคลูนเองเมื่อเดอทำดมนังเมียนอมนายบนได้เนอร์ที่เป็นจับผู้เกย์เนอร์แต่อาจมานิซุมพระกรุณาซุ่มจุบจัดขยมดองเนดูเบจีเวียบรัดใจก็ได้เรื่องมันอาจอักรกจริงนิเตแมนเดพระกรุณาสักกูแกรนดาเฮียกสกอตากอดดังปีนำเป็ดดอยรบีบนาบากอดมีนสมัติเพียบแมนเฮดไว้บานเกกอดดุกส์ครูซาวแอนเดอร์สันดูรัน គ្រប់គ្រាន់ហើយខ្ញុំនឹងឲ្យឱកាសមួយទៀតដល់អ្នកប្រសិនបើឯងអាចសង្គ្រោះព្រះនាងបានអ្វីទាំងអស់ដែលឯងបានធ្វើរហូតដល់ពេលនេះនឹងត្រូវបានលើកលែងទោសពួកណាឌៀនជំពាក់គ្រូសាឯងនៅគុណបំណុលមួយបើឯងមិនអាចសង្គ្រោះនាងបានខ្ញុំនឹងធ្វើឲ្យប្រកាសឯងទាំងអស់គ្នារងទុក្ខស្លាប់យ៉ាងអាក្រក់ទោះបីជាឯងព្យាយាមរត់គេចក៏ដោយ ชุบสำแดงเจชีวิตยังอโลนิสตัดนงได้เองหายบรางมันทัวร์วิโซยังเต็มปีนังสลับ អត់ទេប៉ុន្តែឯងថាសម្ដែងមានន័យយ៉ាងម៉េច ที่มุ้ยนังจำเนียนเองเองอาจจังเย่ทัวร์ออยเปรนเนียงโรดไลน์วิง មនុស្សនោះស្លាប់ហើយតើអញត្រូវសង្គ្រោះនាងយ៉ាងម៉េច จังกรอนแต่ปลาตาครีวีรักคลองกับพดแต่แวงดังขยมจุยทางนังตกใจเฮ้ตายูปนนาเองเต็มปีนังในเยกเนติพระองคุงเนอร์ดีเน่โดชเน่กลมกึดบันซอดยังเพราะยับลังเจ ប៉ុន្តែខ្ញុំពិតជាអូតើយើងនឹងជួបគ្នាទៀតទេអេម៉ាបើយើងធ្លាប់ជួបគ្នាទៀតខ្ញុំសង្ឃឹមថាឯងនឹងសប្បាយអេម៉ាតើខ្ញុំត្រូវរស់នៅដោយគ្មានឯងយ៉ាងម៉េចអេម៉ា เพราะยับสังครูนิงลังยังเนื้อแต่รำจำโลบันเดตอันดูสันทวยออยนิงโรดไลน์วิงพระองค์มนุษย์สำเนนิชบัจเจียแกรนแต่สำแดงก็กำปงแทกชีเปเวลียังนับมันกูรอออกาสตอมนุดกอเต តើខ្ញុំនឹងសង្គ្រោះនាងយ៉ាងម៉េចខ្ញុំគិតថាប៉ាខ្ញុំធ្លាប់បង្រៀនខ្ញុំអំពីរឿងនេះតាំងពីយូរហើយក ូនវេទមន្តអាកាសនេះជាជំនាញពិសេសរបស់គ្រួសារយើងបើឯងចេះវាឯងអាចមានអំណាចដើម្បីផ្លាស់ប្ដូរជីវិតខ្លួនឯងអាក្រក់ណាស់គ្មាននរណាអាចចេះវាបានទេក្រៅពីដូនតាយើងខ្ញុំក៏គ្រាន់តែអាចយកផ្ទៃរបស់វានេះនឹងក្លាយជាបេសកកម្មរបស់ឯងឥឡូវនេះ អីអបសុកណាស់លបែងចាប់ផ្ដើមឥឡូវរឿងកើតឡើងយ៉ាងនេះខ្ញុំនឹងសាកល្បងមើលជីវិតត្រឡប់មកវិញពីភាពងងឹតទៅជាពន្លឺធ្វើឲ្យប្រលឹងរស់ឡើងវិញស្ដារពន្លឺ នេះ ไอกัดเอมีนเรื่องเอนี่ให้เกียร์ไว้ได้พิสิทธิ์ในเลอร์แพนดอยเมื่อจะดูนูให้เกียร์บรอฟได้ขนมแพลกนงอ่อนลองสเนอร์เลยนะโลกพิสิทธิ์คำมุกที่นี่มีนเรื่องเอมุกเล่งอกจีมวยขนม ថ្ងៃនេះខ្ញុំសម្រាកមេធំរវល់គាត់ទៅរកមនុស្សម្នាក់ខ្ញុំមិនធ្វើម៉ោងបន្ថែមទេមិនអីទេមិនដែលក្នុងជីវិតនេះទេ นาเจบแต่ลางแทนเนตเมเน่ให้นักกำปงทัวร์กาออยเมตมหายูอนักนับลูสฟังนาแต่นาไอเพราะเฮลจีนี่เย่ลอออยขยมนึ่งช่วยออยขยมลังจินได้แทนเน លោកម្ចាស់នរកមានរឿងបន្ទាន់មួយមានអ្នកកំពុងផ្លាស់ប្ដូរជោគវាសនា ไอนักนาลีนทัวร์แบบนี้นักนาลีนทัวร์แบบนี้โอ้เดเนอร์น้ำเนี่ยกำปงปลายโปรวิสนา កុំបារម្ភនោះជាកូនប្រុសខ្ញុំគាត់កំពុងអនុវត្តវេទមន្តពេលគាត់មកដល់ខ្ញុំនឹងប្រាប់គាត់ឲ្យបន្ថយកម្រិតបន្តិចក្មេងសពថ្ងៃនេះមិនចេះរក្សាកេរ្តិ៍ឈ្មោះទាប ไอนูจีเซตเดกอดจิมนูสตะกอดอาจปลายโปรวิสนาบานยังโดจมเด็ดตะกอดอาจีนักเรียนเพลง
ពីចាំអារ៉ាមហែកដូចជាពិតគ្រូសានេះហែកអូចាខ្ញុំត្រូវតែល្អជាមួយពួកគេក្នុងរយៈពេល1000ឆ្នាំខ្ញុំអាចឡើងតំណែងបានសេះគុំបង្ហាញអំណាចរបស់ណា ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថានរណាម្នាក់កំពុងហើយខ្ញុំ Riley អ្នកមិនអីទេ នាងនីរ៉ូ Frening នីរ៉ូមិនអាចទៅរួចទេនាងច្បាស់ជាការរត់ឡើងវិញគាត់បានផ្លាស់ប្ដូរវិស័យនេះជាទង្វើរបស់អ្នកប្រាណវាចាប់ហើយបរិសម្នាក់នេះបានធ្វើឲ្យនាងរត់ឡើងវិញគាត់នឹងត្រូវប្រហាមហាក់សរពេញចិត្តវាចាប់ហើយសម្រាប់អ្នកទាំងគេធំឥឡូវនេះ នាងនៅរស់ ឡណាខ្ញុំនឹងផ្ដល់រង្វាន់ដាក់យប់នេះ អូយើងនៅកន្លែងសាធារណៈទេមែនហេហេ ប្រករុណាយើងបានទុកใจអីឥឡូវណាទាំងអស់គ្នាស្ងៀមទាំងអស់តែណាទាំងអស់គ្នាមិនមានរឿងច្រើននិយាយពីមុនទេនេះជាបរិសរបស់ខ្ញុំគាត់អាចផ្លាស់ប្ដូរវិស័យរបស់អ្នកណាម្នាក់បានយ៉ាងងាយនេះជាបរិសដែលខ្ញុំចូលចិត្តអ្នកណាទៀតមានអ្វីចង់និយាយ ជំនាញបែបនេះមិនអាចយល់បានដោយពេទ្យទេវៈនេះពិតជាមានតែមួយគត់អ្នកប្រាជ្ញនៅលើផែនដី អ្នកស្រី Violet តើណាហៅខ្ញុំថាអី ហេហេសំឡាញ់គឹមតាញ៉ាំមិនគិតថាមានលទ្ធភាពថាខ្ញុំពិតជាខ្លាំងហើយឪពុកខ្ញុំក៏ហុកខ្ញុំ តាមពិត Riley តើអ្នក កុំបារម្ភពុកខ្ញុំបានជាសេះស្បាយទាំងស្រុងហើយខ្ញុំថែមទាំងបង្កើនការហាត់រៀនរបស់ខ្ញុំឥឡូវខ្ញុំហ៊ានចាស់ដល់ចាស់ អញ្ចឹងកាលអ្នកនៅក្មេងខ្ញុំអាចប្រាប់ថាអ្នកមានទេពកោសល្យពិសេសអ្នកជាមនុស្សកំមោះទេពកោសល្យរបស់សិល្បៈក្បាច់គុណលុះត្រាតែអ្នកឆ្លងកាត់វាសនាអាក្រក់របស់អ្នកទើបអ្នកអាចឡើងទៅកាន់ភាពអស្ចារ្យទើបតែពេលនេះអ្នកបានសម្រេចការទម្លាយដែលនាំឲ្យអ្នករស់ឡើងវិញដោយអច្ឆរិយៈ អញ្ចឹងមានន័យថាការរត់ឡើងវិញបានកាត់ឡើងដោយសារការជំរុញរបស់ព្រះនាងនិងមិនមែនដោយសារសត្វទេព្រះនាងភ្ញាក់ឡើងពីព្រោះនាងមានអំណាចធ្វើដូច្នេះអ្នកចាញ់នេះគ្រាន់តែមានសំណងចាស់ច្បាស់ជាដូច្នេះហើយសត្វគឺគ្រាន់តែជាអ្នកចាញ់តើគាត់អាចធ្វើឲ្យនរណាម្នាក់រត់ឡើងវិញគាត់គ្រាន់តែព្យាយាមធ្វើពិតថាខ្លួនឯងមានអំណាច នេះជាអី នៅស្ងៀមបើមិនមែនដោយសារលោក Anderson ខ្ញុំមិនអាចជួយនៅទីនេះបានទេតែអ្នកវ៉ានអ្នកទាំងពីរបីនាក់បញ្ជាចំដូនិងបង្កើតលោក Anderson តែអ្នកមិនខ្លាចថាខ្ញុំនឹងពួកនោះអ៊ីនវាប្រហែលសូមអត់ទូលព្រះនាងយើងខឹកហើយ យល់ព្រម Riley អ្នកទើបតែភ្ញាក់ពីដំណេកកុំខឹងខ្លាំងពេកអ្នកទាំង3ខ្ញុំនឹងអត់ទោសឲ្យអ្នកលើកនេះពីព្រោះអ្នកមានចិត្តល្អគ្រប់គ្រាន់ក្នុងការអញ្ជើញគ្រូពេទ្យមកព្យាបាលកូនស្រីខ្ញុំ សូមអរគុណព្រះអង្គលោក Anderson ខ្ញុំមិនដឹងថាត្រូវអរគុណណាស់ដែលបានសង្គ្រោះខ្ញុំក្រោយពីរីកាជាមួយណា អីម្នាក់ទៀត ពេលរីលីឈឺខ្ញុំបានប្រកាសថាអ្នកណាអាចព្យាបាលជំងឺរបស់នាងនឹងក្លាយជាកូនប្រសាររបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនទាន់បោះបង់គូដណ្ដឹងមុនរបស់ខ្ញុំហើយឥឡូវមានម្នាក់ទៀតពេលណាខ្ញុំទើបអាចឡើងសោយរាជ លោក Anderson សូមអបអរសាទរព្រះអង្គអ្នកបានរកឃើញកូនប្រសារល្អម្នាក់សូមអបអរសាទរដែលបានស្វាមីព្រះនាង វាចាប់ហើយវាពិតជាចាប់ហើយឥឡូវនេះបើគាត់ខ្លាយជាព្រះស្វាមីគាត់នឹងសងសឹកខ្ញុំមុនគេមនុស្សស្តាននេះស្រាប់តែខ្លាយជាអ្នកមានឥទ្ធិពលបើយើងដឹងពីមុនយើងមិនជេរប្រមាថគាត់ខ្លាំងបែបនេះទេ ចាប់ពីពេលនេះទៅរីលីជារបស់អ្នក3ថ្ងៃទៀតជនជាតិ Nordian នឹងរៀបចំពិធីភ្ជាប់ពាក្យនៅ Nordale ចាំសូមទូលព្រះអង្គប៉ុន្តែសាក់ជាប្តីរបស់ខ្ញុំគាត់មិនអាចរីកាជាមួយអ្នកផ្សេងបានទេអ្វីអ្នករីកាហើយមុនពេលគេលបានស្លាប់គាត់បានភ្ជាប់ពាក្យសាក់ជាមួយពីហ្វខ្ញុំប្រាថ្នាថាបីអ្នកក្នុងចំណោមពួកគេអាចធ្វើសាក់សេបានបើសាមិនរីកាជាមួយព្រះនាងនោះមានន័យថាយើងនឹងមានសុវត្ថិភាពមែនយើងមិនអាចទុកឲ្យពួកគេរីកាបានទេពិតមែនតាមពិតសេះថ្មឡើងនៅលើភ្នំដូច្នេះគាត់មិនសូវចេះអំពីពិភពលោកទេហើយគាត់ក៏ខុសគ្នាឆ្ងាយពីអ្នកដែរបាទនាងនិយាយត្រូវគាត់ជាមនុស្សសេតប្រយោជន៍មិនសំនឹងយើងយកចិត្តទុកដាក់ទេបើគេដឹងថាអ្នករីកាជាមួយគាត់ព្រះអង្គគុំចាស់នឹងខ្មាស់អូនៅស្ងៀមវាគ្រាន់តែជាការភ្ជាប់ពាក្យប៉ុណ្ណោះវាអាចត្រូវបានលុបចោលទៀតជុបអ្នកលុបចោលការភ្ជាប់ពាក្យហើយខ្ញុំនឹងសងសឹកដល់អ្នកយ៉ាងច្រើនការវិនិយោគ10,000 លានឬខ្លាយជាគ្រូសាដែលមានឥទ្ធិពលបំផុត
តាមអ្វីដែលអ្នកចង់បានតាមនោះសាច់ប្រយោជន៍នោះល្អទេហេតុអ្វីបានជាប្រនាងចង់បានគាត់បើគ្រូសាអប៉ូឡេតទទួលចូលទ្រព្យសម្បត្តិបែបនេះវាជិបសម្រាប់យើងទាំងបីនាក់ អូអ៊ីមម៉ាប្រញាប់ទទួលយកទៅ ព្រះនាងខ្ញុំជាម្ដាយរបស់នាងខ្ញុំទទួលយកជំនួសនាង ឈូមុននេះណាថាអ្នកកាប់តែខ្ញុំហើយណាបានបន្ទូស្មុកលើខ្ញុំតែលើអ្នកមកថាគីគ្រូសាខ្ញុំវិញពេលខ្ញុំទទួលបានរបស់ល្អសំទូព្រះនាងមិនដាណាប់ដល់វីឲ្យខ្ញុំទេខ្ញុំនឹងមិនចាក់ចេញពីសាច់ឡើយម្យ៉ាងទៀតខ្ញុំជឿថាសេះនឹងមិនចាក់ចេញពីខ្ញុំទេមែនទេ បាទ អ្នកស្រីមាត់រឹងហាញ់កាំងអ្នកបានជួបគូប្រជែងហើយព្យាយាមលួចតែខ្ញុំសបិនទើ មានដំណោះស្រាយងាយស្រួលមួយរីលីនឹងក្លាយជាប្រពន្ធទី1ហើយអ្នកនឹងក្លាយជាទី2ជាមួយស្ថានភាពគ្រួសាររបស់អ្នកការធ្វើជាប្រពន្ធទី2មិនអាក្រក់ទេរបស់ព្រះអង្គម្ចាស់ផ្គីវ័ន ហេតើអ្នកមិនសួរទេយោបល់របស់ខ្ញុំថាតើខ្ញុំចង់រៀបការជាមួយពួកគេ យោបល់របស់អ្នកតែអ្នកមានសិទ្ធិនិយាយនៅទីនេះទេ ចៅស្រែបានមកដល់ហើយស្វាគមន៍ចៅស្រែសួស្ដីចៅស្រែសួស្ដីចៅស្រែចៅស្រែយូរហើយមែនទេតើលោកស្គីឌីនថ្មីនេះយ៉ាងម៉េចដែរ លោកស្គីអ៊ីនមានការទម្លាយដំណាក់កាលពី2សប្តាហ៍មុនហើយខ្លាយជាអ្នកមានគិតណាមមានសំបីតែពីការលេចក្លែងតាមពូនៅដូណារ៉ាដោយសារការទម្លាយដំណាក់កាលរបស់គាត់ឥឡូវនេះលោកស្គីអ៊ីនស្ថិតនៅកម្រិតដូចណាជាមួយប្រជាអធិរាជ អ្នកមានកិត្តិនាមតើអ្នកមានន័យថា អ្នកប្រាជ្ញនៅលើផែនដីចាប់តាំងពីសង្គ្រាមមួយស្ទុតស្មុនគ្មានអ្នកប្រាជ្ញដទៃទៀតទេនៅលើផែនដីខ្ញុំមិននឹកស្មានថា Rosier Spike ពី Skidin អាចសម្រេចបានទេនោះហើយជាអ្វីដែរប្តីរបស់ខ្ញុំសម្រេចបានពេលគាត់អាយុ3ឆ្នាំ ម្សិលមិញស្គីលីនបានឃើញនិមិត្តថាប្រនាងនឹងមានការទម្លាយដំណាក់កាលដូច្នេះពួកគេបញ្ជូនខ្ញុំមកទីនេះដើម្បីសុំបាយរបស់ប្រនាង រៀបការលោកស្គីឌីនអាយុលើសពី50ឆ្នាំគាត់អាយុដូចខ្ញុំដែរកូនស្រីខ្ញុំអាយុត្រឹមតែ20ឆ្នាំតើខ្ញុំអាច ដូច្នេះតែ ប៉ុន្តែកូនស្រីខ្ញុំត្រូវរៀបការជាមួយលោក Anderson លោក Anderson តើនោះជានរណាលោក Anderson តើនរណា ហេតើខ្ញុំខ្លាយជាចំណុចផ្ដោតសំខាន់ចាំបន្តិចខ្ញុំមិនទាន់ព្រមព្រៀងទេអ្នក ខ្ញុំបានប្រកាសថាអ្នកណាអាចព្យាបាលជំងឺកូនស្រីខ្ញុំនឹងក្លាយជាព្រះអង្គម្ចាស់សូមយល់ដែរលោក Elderlake តើអ្នកកំពុងនិយាយថាអ្នកដិសិតលោក Skidin តើគាត់ជានរណាដើម្បីលូចរបស់លោក Skidin កូនក្រមុំ5ថ្ងៃពីពេលនេះលោក Skidin នឹងរៀបអភិសេកជាមួយប្រនាងសូមរៀបចំអំណោយអភិសេក ខ្ញុំសូមប្រឆាំងខ្ញុំត្រូវរើអ្នកដែលខ្ញុំចង់រៀបការខ្ញុំនឹងមិនខ្លាយជារបស់អ្នកណាហើយឡឹង ការរៀបការគឺជាបញ្ហារបស់គ្រួសារវាជាចិន្តារបស់ឪពុកម្ដាយណាប្រនាងតើណាបរិស័ទការចុះពេលនេះសម្ព័ន្ធ Skidin ជាកម្លាំងធំបំផុតនៅ Dracarer អំណាចរបស់យើងគ្មានគូប្រៀបយើងជួស្មានឹងព្រះមហាក្សត្រតើអ្នកណាហ៊ានប្រឆាំងយើង ខ្ញុំមិនហ៊ានទេ Riley ឈប់ ព្រះបតាតែព្រះអង្គមិនបានមានបន្ទូលខ្ញុំអាចជ្រើសរើសអ្នកណាដែលខ្ញុំចង់រៀបការ ពិតណាស់កូនប៉ុន្តែ Roger បានឆ្លងផុតទៅជាព្រះពោធិសត្វនៅលើផែនដីគាត់មិនអាចចាញ់បានប្រសិនបើខ្ញុំមិនយល់ព្រមពួក Nodians នឹងមានគ្រោះថ្នាក់ទាំងអស់ ហេតុដូចជាប្រនាងមិនព្រមរៀបការជាមួយលោក Skidin ស្ងប់ស្ងាត់ទៅលោកលេគីព្រះនាងកំពុងកសែតដោយសារតែមនុស្សអន់ចិត្តសត្វនោះ អ្នកបបប្រាយ៉ាងម៉េចក៏ធ្វើអាយប្រនាងស្រឡាញ់អ្នកខ្លាំងពេក មិនអញ្ចឹងទេខ្ញុំគ្រាន់តែស្អាតបន្តិចនិងល្អមើលហើយខ្ញុំមានរូបរាងល្អនេះហើយអ្វីដែលខ្ញុំមាន អ្នកអក្សរតើអ្នកឈ្គូរឬបើអញ្ចឹងខ្ញុំនឹងសម្លាប់អ្នកចោល គឺ ហេ Stopter លោក Anderson ជាអ្នកសង្គ្រោះរបស់ខ្ញុំនឹងធ្វើអ្វីក៏ដោយដើម្បីការពារកែតបើអ្នកដើរបួសជំហានបន្ថែមទៀតនោះអ្នកនឹងធ្វើតែស្អសាក់សខ្ញុំទៅឲ្យលោក Skidin Riley ហេស្ងប់ស្ងាត់ឥឡូវនេះនាងកុំធ្វើខ្លាំងពេក អ្នកមានតម្លៃគ្រប់គ្រាន់ក្នុងការធ្វើអញ្ចឹងបើអ្នកនាំអ្នកធ្វើបាបលោក Anderson ខ្ញុំនឹងស្លាប់នៅទីនេះឥឡូវនេះ តែអ្នកធ្លាប់គិតអំពីអ្វីដែលនឹងកើតឡើងចំពោះពួក Nordin ទឹកស្កតើរីកាជាមួយរូគូ ព្រមហើយនោះហាងចូលចាំសន្យារបស់អ្នក
ប្រាំថ្ងៃទៀតលោកស្គីឌីននឹងរៀបការជាមួយណាចិត្តរបស់គាត់មិនល្អដូចខ្ញុំទេ បើគ្មានអ្វីផ្សេងទៀតទេណាអាយចេញទៅលើនេះ Andrew Lake សម្ព័ន្ធស្គីគីនមិនត្រូវបានអញ្ជើញមកពិធីគប់លីងនេះទេ ព្រះនាងអ្នកកំពុងដេញខ្ញុំចេញសពពេកហើយខ្ញុំមានអ្វីផ្សេងទៀតដើម្បីប្រកាសប្រាំថ្ងៃទៀតលោកស្គីឌីនក៏នឹងរៀបចំបាល់ជ្រើរើសនៅណាដែលសម្រាប់កូនប្រុសរបស់គាត់ឯខានស្ពាតស្ត្រីទាំងអស់ដែលមានអាយុសមរម្យត្រូវតែចូលរួមបាល់រួមទាំងក្រុមទាំង4 សុំទុកចិត្ត Andrew Lake យើងនឹងធានាស្លៀកពាក់ឲ្យស្អាតយើងនឹងទៅទីនោះការតាក់ទាញភ្នែកលោកស្ពាកតែងតែជែកទេស្រមៃរបស់ខ្ញុំឥឡូវនេះទីបំផុតខ្លាយជាការពិតហើយ Andrew Lake ខ្ញុំនឹងរីកាជាមួយសាក់សាប់ដូច្នេះខ្ញុំនឹងមិនចូលរួមបាល់ជ្រើសទេ កញ្ញាវីយ៉ូឡេតតែនមិនយកពីខ្ញុំណាគិតថាលោកស្ពាកមិនល្អដូចអ្នកចាញ់នេះ ស្ត្រីនេះហ៊ានប្រឆាំងសម្ព័ន្ធស្គីឌីនដើម្បីអ្នកចាញ់ដូចសាក់បើនាងជ្រើសរើសបោះបង់សាក់ឥឡូវនេះនាងនឹងហាមការប្រឆាំងសម្ព័ន្ធស្គីឌីនមិនមែនជាអ្វីដែលនាងអាចត្រាំបានទេស្ត្រីអាក្រក់នេះកំពុងស្ថិតក្នុងស្ថានភាពពិបាកហើយចុះមើលថានាងធ្វើអ្វី Andrew Lake ប្រយ័ត្នមកស្វាមីខ្ញុំជាមនុស្សពូកាគាត់មិនមែនជាអ្នកចាញ់ទេបើប្រៀបធៀបនឹងកូនប្រុស Flock Skidian ពិតណាស់គាត់ល្អជាងច្រើន តើអ្នកនិយាយអ្វីអេងហ៊ានយ៉ាងម៉េចប្រមាថលោកស្ពេកតែគ្រូសាប់វីញូឡេតធន់ទ្រាំនឹងការរត់នៅហាយូ លោកលេខនាងមិនតំណាងគ្រួសារយើងទេ ចាស់យើងបានកាត់ចំណងជាមួយនាងហើយ ស្ត្រីម្នាក់នេះពិតជាបន្តប្រមាថមនុស្សដោយប្រើឈ្មោះខ្ញុំ ខ្ញុំមិនដែលចង់ប្រមាថលោក Spec ទេខ្ញុំគ្រាន់តែបង្ហាញមួយខ្ញុំថាខ្ញុំមិនចង់ចូលរួមពិធីរំ បាទលោក Anderson និង Nasrat Violet ខ្ញុំនឹងធ្វើឲ្យប្រាកដលោក Spec ឲ្យដឹងអំពីរឿងនេះប្រសិនបើអ្នកមិនអង្គវរសំទោសនៅពិធីរំក្នុងរយៈពេល5ថ្ងៃណានឹងគ្រូសាណាទាំងមូលនឹងលំទុក លោកលេខ ចប់ហើយយើងខូចហើយអ្នកទាំងពីរអ្នកបង្កបញ្ហាបាននាំសេចក្តីវិនាសមកឲ្យយើង អូអេម៉ាសូមភ្ញាក់ខ្លួនផងសម្ព័ន្ធស្គីឌីនមានអំណាចខ្លាំងហើយមេដឹកនាំរបស់ពួកគេគឺរ៉ូគឺស្បៃតាញាក់មិនបានទេថាពួកស្គីឌីនបានរួបរวมគ្នាហើយ ខ្ញុំមិនចង់ប្រឆាំងនឹងពូស្គីយីនដែរប៉ុន្តែបើខ្ញុំមិននិយាយបែបនេះពួកគេនឹងចង់ឲ្យខ្ញុំចូលរួមពិធីជ្រើសរើសតើណាចង់ត្រូវគេបោកប្រាស់ទេ ពិតណាស់មិនចង់ប៉ុន្តែយើងអាចធ្វើអ្វីទៀតបាន ទោះបីជាសាច់ជាអ្នកប្រាជ្ញនៅលើផែនដីគាត់គ្មានបេក្ខពិសោធន៍ប្រតិទេចំណែក Roger ជាមេដឹកនាំនៃ Skidden គាត់ជាមនុស្សខូចខើហើយមាននៅចម្បាំងរាប់មិនតោនៅក្រោមបង្គីរបស់គាត់តែខ្ញុំនាំបញ្ហាមកឲ្យគាត់ទេ តើយើងគួរធ្វើអ្វីទីក្រុងគ្រោះថ្នាក់ពេកហេតុអ្វីមិនយើងត្រឡប់ទៅស្ថានរបស់ខ្ញុំវិញហើយលាក់ខ្លួនយើងមិនអាចមានសុវត្ថិភាពនៅទីនេះទេ វាគ្មានប្រយោជន៍ទេលោកម្ចាស់ Skidden ជាអាក្រៅ Elder Lex ក៏នឹងរកអ្នកឃើញដែរទោះបីនៅគាត់ទៅកាន់ទីបំផុតនៃ Hand ពួកគេនឹងរកអ្នកឃើញហើយសម្លាប់ណា មិនអាចទេ អញ្ចឹងតែយើងគួរធ្វើអ្វីយើងមិនអាចគ្រាន់តែរងចាំស្លាប់ទេ អូ ខ្ញុំបានជួបអ្នកបួរដែលមានអំណាចណាស់កាលពីខ្ញុំនៅក្មេងអំណាចរបស់គាត់ប្រហែលស្មើនឹងលោកម្ចាស់ Skidden ប្រសិនបើយើងអាចទទួលបានជំនួយពីគាត់យើងប្រហែលមែនឱកាសរកតិចតួចអ្នកនាំបញ្ហាក៏សក់ជានិតចំណែកខ្ញុំជួយគាត់ជានិត អីគ្រាន់តែការទៅទួយ ជាគំនិតល្អប៉ុន្តែប្រសិនបើមានអ្នកប្រយុទ្ធដ៏ជំនាញម្នាក់នៅខាងយើងពិតជាមានឱកាសឆ្នះការប្រយុទ្ធនេះយើងត្រូវប្រញាប់ទោះទៅលើ ទៅណា លោកអាខឿខ្ញុំកំពុងរកអ្នកហេតុអ្វីបានជាអ្នកមកហាត់នៅទីនេះ កន្លែងនេះល្អចាស់សម្រាប់ចម្រើនវត្ថុបុរាណខាងវិញ្ញាណខ្ញុំបានស្វែងរកគ្រប់ទីកន្លែងហើយទីបំផុតបានរកឃើញកន្លែងនេះ មនុស្សមកហើយទៅចុះបាទមានអ្នកណារំខានអ្នកចុះយ៉ាងណាបាទខ្ញុំបិទផ្លូវនេះថ្ងៃនេះ ខ្ញុំបានដាក់របាំងជុំវិញយើងរួចហើយមនុស្សធម្មតានឹងមិនអាចឃើញខ្ញុំទេមិនថាចូលមកក្នុងទេ លោកអាខឿជំនាញរបស់លោកពិតជាអស្ចារ្យណាស់ ទាំងនេះគ្រាន់តែជាល្បិចតូចតាចប៉ុណ្ណោះវាមិនមែនជាអ្វីទេបើប្រៀបធៀបនឹងសមត្ថភាពផ្សេងទៀតរបស់ខ្ញុំហេតុអ្វីបានជាអ្នករកខ្ញុំ យប់នេះក្រុមអ្នកមានឥទ្ធិពលមួយក្រុមនិងអ្នកជំនាញក្បាច់គុនមកពីដ្រាកូរីយ៉ាកំពុងរៀបចំពិធីជប់លៀងសប្បុរសធម៌មួយពួកគេសង្ឃឹមថានឹងបានជួបអ្នក អ៊ីវកុំរំខានខ្ញុំជាមួយរឿងតូចតាចបែបនេះទៀតក្របទេតសាល់តែធរប៊ីរបស់ខ្ញុំចិត្តចម្រើនរូតរាល់ហើយពេលវារូតរាល់អំណាចរបស់ខ្ញុំនឹងកើនឡើងយ៉ាងខ្លាំង នៅពេលនោះសូម្បីតែមេដឹកនាំនៃ Skydin ដែរឡើយនឹងមិនមានឱកាសប្រឆាំងនឹងខ្ញុំទេ អញ្ចឹងដោយសារលោកមិនចង់ឲ្យរំខានខ្ញុំនឹងដោះស្រាយ
ពិធីជប់លៀងនោះ โอเคบาท បុរសចំណាស់ម្នាក់កំពុងឈរកណ្ដាលផ្លូវនោះពិតជាគ្រោះថ្នាក់ណាស់ រកឃើញហើយយុគនេះមានពិធីជប់លៀងមួយរៀបចំដោយពួកអ្នកមាននៃ Dracoria សម្រាប់ម្ចាស់អាតកំបាំងនោះបើយើងទៅលើនេះយើងគួរតែអាចជួបគាត់បានប៉ុន្តែទេគឺគ្រាន់តែភ្ញៀវសំខាន់នោះគឺចម្លែកត្រូវការអំណោយមួយបើយើងចង់សូមឲ្យគាត់ចេញពីការសម្លឹម ហេបុរសចាស់ម្នាក់កំពុងនៅកណ្ដាលផ្លូវគ្រោះថ្នាក់ណាស់ គ្មាននរណាម្នាក់ទេ ហេលោកតាលោកកំពុងធ្វើអីនៅកណ្ដាលផ្លូវតាលោកកំពុងរងចាំគេបុកដើម្បីឲ្យលោកបកគេលោកខ្ញុំស្អប់មនុស្សដូចលោកណាស់ អ្នកឃើញខ្ញុំពិតមែន ខ្ញុំមិនខ្វាក់ទេហេតុអីខ្ញុំមើលមិនឃើញ ជប់ត្រង់នោះកុំមកចិត្តមានរបាំងកំសុទ្ធដប់ហាត់នៅជុំវិញខ្ញុំអ្នកណាឆ្លងពៀនប្រកាសជាស្លាប់ អីសម្រាមប្រកាសជាស្លាប់ឃើញអត់ខ្ញុំនៅក្នុងវាហើយឥឡូវខ្ញុំចេញមកខ្ញុំចូលវិញខ្ញុំចេញខ្ញុំចូលហើយខ្ញុំចេញវិញឃើញទេខ្ញុំមិនមានអីទេញាក់រឿងអ្វីអីចឹង អ្នកអាចដើរចូលចេញរបាំងខ្ញុំបានតើអ្នកជាអ្នកណា ខ្ញុំគ្រាន់តែជាពលរដ្ឋធម្មតានឹងមានស្មារតីទទួលខុសត្រូវឈរនៅទីនេះវាមិនល្អទេខ្ញុំនឹងនាំលោកចេញ កុំប្រាខ្ញុំ កន្លែងនេះគ្រោះថ្នាក់ណាស់សូមឲ្យខ្ញុំនាំអ្នកចេញទៅខាងក្រៅសិន កុំប្រាខ្ញុំកំពុងនៅចំណុចសំខាន់នៃការកែម្អសារីរិកធាតុរបស់ខ្ញុំបើមានកំហុសណាមួយការកំប្រឹងប្រែងរកសវត្ថរបស់ខ្ញុំនឹងខាតបង់អស់ប្រឡនដៃខ្ញុំបានប្រើកម្លាំងកលសិទ្ធិរបស់ខ្ញុំសូម្បីតែមេនេសម្ព័ន្ធស្គីឌីនក៏មិនអាចត្រាំត្រូវបានដែរណាទឹកគីគាត់ តាអ្នកជាអ្នកម៉ាសាយហេនេះជាអ្វីតាអ្នកទិញពី eBay លយណាស់ផ្ញើលីងឲ្យខ្ញុំ ហេអ៊ុយអាខ្លាំងហើមវិន ខ្ញុំនឹងមិនទេហេកុំខឹងអីខ្ញុំគ្រាន់តែលេងសាច់ទេហេតុអ្វីបានជាអ្នកកំណាញ់ម្លេះនេះ អើយក្របបាល់ដល់ប្រសាបានវិវត្តជាសារីរិកធាតុអ្នកខ្ពស់បន្ទាប់ពីគាត់បើវាតើវាអាចជាអើយលោកម្ចាស់ប្រាជ្ញាខ្ញុំសូមគោរពដោយស្មោះតបពីចិត្ត មិនត្រឹមតែបុរសចំណាស់នេះវង្វេងស្មារតីទេប៉ុន្តែគាត់ក៏ឈួតដែរគាត់ទើបតែហ៊ាននឹងវាខ្ញុំហើយឥឡូវមើលគាត់ទៅចាំអញធ្វើអីខ្ញុំជាអ្នកសាម៉ារីល្អរាប់ឆ្នាំមកហើយអត់ទេក្រោកឡើងកុំធ្វើបែបនេះ លោកសេហ្គេខ្ញុំមិនក្រោកទេលុះត្រាតែលោកយកខ្ញុំធ្វើជាសិស្សរបស់លោក ហេអញរឹងរូសមនុស្សចាស់ឈួតអញ្ចឹងខ្ញុំទទួលឯងទៅចេញពីផ្លូវមុនសិនបាទសិស្សរបស់ខ្ញុំឃើញទេខ្ញុំប្រាប់ឯងថាមានបុរសចំណាស់ម្នាក់ ហេតុអ្វីបុរសចំណាស់នេះមើលទៅស្គាល់ម្លេះពិធីជប់លៀងជិតចាប់តាមហើយយើងទៅ ហេបុរសចំណាស់នេះមានបញ្ហាផ្លូវចិត្តគាត់មើលទៅគួរឲ្យអាណិតណាស់យើងគួរនាំគាត់ទៅជាមួយ យើងគ្មានជំរឿទេ មកជាមួយខ្ញុំធ្វើជាកូនល្អហើយបែងធ្វើល្អខ្ញុំនឹងទិញរបស់លេងឲ្យឯង អូខេ តើ នេះមិនមែនជាពិធីជប់លៀងដែលអរនរៀបចំឲ្យខ្ញុំទេរៀបចំឲ្យខ្ញុំតែមនុស្សមានអំណាចដូចគាត់មកធ្វើអ្វីនៅទីនេះលោកសេកលោកមកធ្វើអ្វីនៅទីនេះ ខ្ញុំប្រាប់អ្នកហើយខ្ញុំមិនមែនជាលោកសេកទេមានមនុស្សតាមរកខ្ញុំជីវិតខ្ញុំកំពុងគ្រោះថ្នាក់ខ្ញុំមកទីនេះដើម្បីសុំការពារ តាមរកណាការពារចាំខួរក្បាលខ្ញុំមិនអាចយល់រឿងនេះទេអ្នកណាហ៊ានតាមរកមនុស្សមានអំណាចដូចគាត់អូពប្លុកនេះឈួតណាស់ ហេតុអ្វីបានជាអ្នករំភើបខ្លាំងម្ល៉េះ ទេលោកសេកនាំខ្ញុំចូលទៅខាងក្នុងដើម្បីខ្ញុំអាចជួបម្ចាស់ មិនអីទេបើខ្ញុំជួបគាត់ខ្ញុំនឹងឲ្យគាត់ជួសជុលខួរក្បាលអ្នក យកព្រមថ្ងៃនេះមានមនុស្សច្រើនពេកតោះនៅស្ងាត់ដើម្បីកុំឲ្យអ្នកណាស្គាល់យើង តែណាប្រកាសទេថាអ្វីដែលនៅបាននាំមកនឹងការចាប់អារម្មណ៍របស់មេ កំណត់របស់ខ្ញុំតាក់ទងនឹងការដាំដុះខ្ញុំធានាថាគាត់នឹងមិនអាចបោះវាចោលបានទេនៅពេលដែលអ្វីគ្រប់យ៉ាងរួចរាល់ខ្ញុំសង្ឃឹមថាអ្នកទាំង3នឹងផ្ដល់ឱកាសឲ្យខ្ញុំមួយឱកាសដើម្បីដេញតាមអ្នក កុំបារម្ភយើងនឹងចូលរួមពិធីមង្គលការកូនប្រុសអ្នកដឹកនាំស្គីដេន5ថ្ងៃពីពេលនេះបើមានខ្ញុំនៅទីនោះពីរអ្នកនោះនឹងមិនត្រូវបានជ្រើសរើសទេបន្ទាប់មកអ្នកអាចជ្រើសរើសបាន
អ្នកណែថាពួកគេនឹងមិនត្រូវបានជ្រើ ហេតើអ្នកបានរកឃើញវេទទេ ទេប៉ុន្តែគីមួយនឹងខាអ្នករបស់គាត់គូតែចូលដោយអូចា អាហារនៅឯណាខ្ញុំឃ្លានណាស់ ណាពិតជាគិតណាអាចជួបមេបានស្រមៃទៅសាពេលវេលារបស់អ្នកអស់ហើយជូខាត់ពេលណាអាចកញ្ចប់សានយ៉ាងហោចណាស់អ្នកនឹងស្លាប់ដោយស្ហាត់ តើស្រីទាំងបីនេះជានរណាពួកគេហ៊ាននិយាយជាមួយនៅសេកបែបនេះតើពួកគេមានអ្វីលើសពីអ្វីដែលឃើញ អ្នកទាំង3ឆ្កេងញីហេតុអ្វីបានជាអ្នកនៅគ្រប់ទីកន្លែងលោកស្រីអេឡែនតើអ្នកស្គាល់គាត់ទេ គាត់មិនសំនឹងការយកចិត្តទុកដាក់របស់ខ្ញុំទេណាទាំងអស់គ្នាសុំណៃណាមបរិសអាក្រក់នេះគាត់គឺសាច់ជាកូនរបស់ Angel Anderson ក្នុងរយៈពេលតែប៉ុន្មានឆ្នាំខ្លីគាត់បានបំផ្លាញទ្រព្យសម្បត្តិគ្រួសារ Anderson ទាំងស្រុងគាត់គឺជាមនុស្សក៏សង្ឃឹមបំផុតមិនត្រឹមតែប៉ុណ្ណោះបរិសនេះគឺជាកូនអាក្រក់មានតម្លៃក្រុមភំទាំង3បានតែពាក្យរៀបការជាមួយគាត់មានតែអ្នកស្រី Violet ដែលខ្វាក់ភ្នែករៀបការជាមួយគាត់ប៉ុន្តែក្នុងមួយថ្ងៃសាក់បានប្រមាថសម្ព័ន្ធភាព Skydin ហើយទីងគ្រូសារ Violet ធ្លាក់ចុះជាមួយគាត់គូសោកស្ដាយណាស់ដែលព្រះនាងនិងអ្នកស្រី Violet បានពិសេសសម្ព័ន្ធភាព Skydin ដល់ខ្លាំងពូកែដោយសារបរិសនេះពួកគេកំពុងត្រូវទាញធ្លាក់ចុះដោយមនុស្សល្ងេល្ងើគ្មានតម្លៃនេះតែអ្នកគិតថាមនុស្សគ្រប់ណាសោកខ្ពើមដូចពួកអ្នកដែរខ្ញុំមិនដែលស្ដាយក្រោយការសម្រេចចិត្តរបស់ខ្ញុំដែលរៀបការជាមួយសាច់ទេអំណាចរបស់គាត់គឺហ៊ូស្ពីការស្រមៃរបស់អ្នក ខ្ញុំយល់ស្រុក ម៉ាពាក្យសម្ដីរបស់អ្នកអាចបញ្សោតអ្នកសុំទានចាស់នេះបានម្នាក់គេអ្នកចាន់ម្នាក់គេអ្នកជំងឺហើយឥឡូវមានអ្នកសុំទានទៀតតែអ្នកគិតថាសាក់តែម្នាក់ឯងមិនគ្រប់គ្រាន់ហើយណាបង្កើតក្រុមដើម្បីបោះជីវិតខ្លួនឯងចោលលឺសេចក្តីស្លាប់របស់អ្នកកំពុងតែមកដល់ហើយអ្នកមកទីនេះទំនឹងជាដើម្បីសាក់សំណងហើយសង្ឃឹមសុំតែមេត្តាពីភ្ញៀវកតេជិសអកុសលណាអ្នកនឹងមិនមានឱកាសទេពិតណាស់យើងបានរៀបចំមុនពេលយើងមកនេះជាការខ្មៅមាន1000លាននៅលើវាវិធីកំណោយសម្រាប់លោកកំកាស្លៀនហ្វាយតែ1000លានទេសត្វនេះធ្លាប់ជារបស់ព្រះនាងអាឡូរ៉ាកាលពី300ឆ្នាំមុនវាមានអារម្មណ៍រលោងដូចក្រណាត់រលោងមានប្រសិទ្ធភាពបន្ធូរអារម្មណ៍និងអាចការពារអំពើអាក្រក់ប្រសិនបើគេយកវាទៅដេញថ្លៃវានឹងមានតម្លៃយ៉ាងហោច2,000លានថ្ងៃនេះខ្ញុំសូមថ្វាយវាចំពោះលោកម្ចាស់រួមជាមួយការខ្មៅរបស់អ្នកស្រី Violet អ្វីដែលយើងសូមគឺគ្រាន់តែជួបគាត់ប៉ុណ្ណោះមនុស្សសម្នាក់ដែលមានឋានៈផ្ទុះគាត់គ្មានអ្នកណាស្មើទេលុយនឹងត្បូងមិនអាចផ្ដល់ឱកាសឲ្យណាចូលជួបបានទេបើងាយស្រួលបែបនេះហេតុអ្វីបានជាសោចិនទាំងកលមកប្រមូលផ្ដុំនៅទីនេះពួកគេប្រហែលជាជឿតម្រង់ជួនៅគ្នាkiaវិញ តើគេនិយាយអំពីខ្ញុំទេ និងនិយាយត្រូវមនុស្សមានអំណាចដូចគាត់មិនអាចត្រូវបានលពងដោយលុយនិងត្បូងទេប៉ុន្តែយើងមកទីនេះប្រញាប់ហើយគ្មានពេលរៀបចំអ្វីទេទូដាក់លុយរបស់នោះពួកខ្ញុំមានរបស់កម្រគ្រប់ប្រភេទប៉ុន្តែវាយឺតពេលដើម្បីយកវាឥឡូវនេះមិនអាចទេព្រះនាងមួយកងនឹងមេដឹកនាំសង្គ្រាមចង់ជួបលោកម្ចាស់ហើយនេះជាអ្វីដែលពួកគេលោកមកមើលមកគូហើយអាណិតរបស់ពួកគេណាអាចដឹងថាពួកគេគ្មានអ្វីសោះនិយាយត្រង់ទៅហេតុអ្វីខ្សែជាពេលវេលាទៀតត្រឡប់ទៅវិញហើយរៀបចំអំណោយអាពាហ៍ពិពាហ៍របស់អ្នកប្រហែលជាប្រសិនបើអ្នកធ្វើបានល្អចំពោះសម្ព័ន្ធ Skydin ពួកគេអាចចាត់ទុកអ្នកដូចមនុស្សសម្នាក់ ស្រីស្អាត2នាក់នេះមកដល់ហើយដោយសារអ្នកចាញ់ម្នាក់ប្រសិនបើអ្នកទាំងពីរបម្រើខ្ញុំមួយយប់ប្រហែលជាលើកក្រោយពេលខ្ញុំជួបវគ្គខ្ញុំអាចនិយាយពាក្យល្អសម្រាប់អ្នក ជោគវាសនារបស់យើងមិនមែនជារបស់អ្នកសម្រេចទេខ្ញុំត្រូវតែអោយអ្នកនេះលោកស្រីអេតាឡាសូម្បីតែនៅចំពោះមុខសេចក្តីស្លាប់អ្នកនៅតែរងមាំខ្ញុំនឹងបំផាក់ទីសង្ឃឹមរបស់អ្នកទាំងដល់ថ្ងៃនេះយូអំណោយចេញមកពីលោកសរិទ្ធ នេះគឺក្របវិញ្ញាណយោងតាមអត្ថបទបុរាណវាអាចប្រមូលថាមពលខ្ញុំមិនដែលគិតថាវាមានពិតឪពុកខ្ញុំបានចំណាយពេលរាប់ទ្វនិងធនធានរាប់មិនអស់ដើម្បីរកក្របវិញ្ញាណមានតែមួយគប់នៅក្នុងពិភពលោកសូម្បីតែមនុស្សធម្មតា
អាចទទួលបាន100ឆ្នាំនៃការបន្តបណ្ដាដោយគ្រាន់តែបន្សុទ្ធវាគ្មានវិធីដែលវេទនឹងបដិសេធវាក្របវិញ្ញាណពិតជាកំមនៅក្នុងពិភពមនុស្សអ្នកបានប្រឹងប្រែងដើម្បីថ្វាយក្របវិញ្ញាណជាអំណោយល្អក្នុងនាមគ្រូរបស់ខ្ញុំនឹងទទួលយកសំណើរបស់អ្នកតើអ្នកទាំងអស់គ្នាស្រវឹងអីវាគ្រាន់តែកូនអង្កាំមួយហេតុអីក៏មានរឿងច្រើនម្លេះអរគុណលោក Carter Look Carter គីកូនសិស្សរបស់ Jerfai ពីពាក្យរបស់គាត់ Murder Doki យើងនឹងមិនបានជួប Jerfai ទេខ្ញុំស្មានវាជាការខាតបង់របស់យើងសាក់ដោះត្រឡប់ទៅវិញ ជាមួយក្របវិញ្ញាណនេះខ្ញុំអាចទម្លាស់คล้ายជាអ្នកប្រាជ្ញនៅលើផែនដត តើអ្នកធ្វើអីឯងឈួតហើយហេតុអីឯងទៅប៉ះក្របនោះខ្ញុំដឹងថាឯងកងតែអ្នកផ្សេងអាចគិតថាឯងល្មើឯងគួរតែនិយាយអញ្ចឹងទៅបែងចូលចិត្តតើខ្ញុំដឹងយ៉ាងម៉េចបែងមិនប្រាប់ខ្ញុំមានច្រើននៅទីធ្លាក្រោយផ្ទះខ្ញុំនឹងម្លែងខ្លះនិយាយហួសមាត់ហើយពិធីជប់លៀងថ្ងៃនេះពោពេញទៅដោយអ្នកមានឋានៈវាមិនមែនជាកន្លែងសម្រាប់ក្មេងខូចដូចចែងមកលេងសាច់ទេលោក Carter កំពុងមេត្តាដែលមិនបណ្ដេញញ៉ែងចេញ មនុស្សស្រុកដូចាងធ្វើអ៊ីមិនបានក្រៅពីនិយាយគួតឯងគ្មានសេចក្តីអៀនខ្មាស់ទេហើយល្ងងធ្វើការនៅក្នុងបន្ទិតតែមួយគាត់គឺជាការប្រមាថចំពោះអ្នកមានឋាននៅទីនេះលោក Carter ខ្ញុំស្នើយើងបណ្ដេញគាត់ចេញចាប់ពីពេលនេះទៅសាក់នឹងស្កាយមិនត្រូវបានអនុញ្ញាតឲ្យចុងក្នុងទេ តើពេលណាដែលការនិយាយការពិតคล้ายជាផ្ទុក្រិតខ្ញុំមានវាច្រើនណាស់នៅផ្ទះសូម្បីតែឆ្កែរបស់ខ្ញុំក៏មិនចង់បានដែរឈប់តើសម្ដីទាំងអស់នេះមកពីណាថ្ងៃនេះជាពិធីជប់លៀងរបស់គ្រូខ្ញុំមិនចង់ខឹងទេចេញទៅពីសានេះទៅកុំធ្វើឲ្យខ្លួនឯងអាម៉ាស់នៅទីនេះអ្នកមិនជួយខ្ញុំទេខ្ញុំនឹងហៅនរណាម្នាក់ឲ្យយកវាមកខ្ញុំនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលសារីគីយកដុំកែវទាំងនោះមួយឡានពេញពីទីធ្លាក្រោយផ្ទះហើយបញ្ជូនទៅសារៀនសូរ៉ាលីសមិនអីទេសាខ្ញុំទៅឥឡូវប្រញាប់សាបានទូរស័ព្ទទេបាទគាត់ថាឲ្យយកឡានមួយពេញដុំកែវទាំងនោះដុំកែវយើងបានបំបែកវាភាគច្រើនអស់ហើយតើយើងយកទៅបានដោយរបៀបណាពិតមែនគ្រាន់តែយកពីរដុំធំជាងគេទៅគំនិតល្អសាពូកែណាស់ហេតុអ្វីបានជាគាត់មិនឡើង ព្រោះគាត់ជាមនុស្សដែលត្រូវបានជ្រើសរើស សួស្តីលោក Anderson អ្នកអាចក្រោកឡើងបានខ្ញុំដឹងថាអ្នកមានការសង្ស័យអំពីរឿងនេះថ្ងៃនេះខ្ញុំនឹងពន្យល់អ្នកកាលពី100ឆ្នាំមុនពេលឪពុកខ្ញុំឡើងកាន់អំណាចគាត់បានទីថានឹងមានគ្រោះមហន្តរាយដ៏ធំមួយមកបោកបក់លើពិភពលោកមនុស្សអ្នកតែម្នាក់គត់ដែលអាចបញ្ឈប់វាបានគឺជាអ្នកដែលត្រូវបានជ្រើសរើសកាលក្រោយ80ឆ្នាំ Zack ត្រឹមត្រូវហើយគ្រោះមហន្តរាយកំពុងមកដល់ស្ថានសួគ៌ក៏បានឆ្លើយតបដោយបញ្ជូនយ៉ាក់មកកាន់ពិភពលោកគាត់ទទួលជោគវាសនារបស់ពិភពលោកហើយកើតមកជាអ្នកផ្ទុកអំណាចចង្អិតគាត់រីកចម្រើនយ៉ាងឆាប់រហ័សក្នុងការហ្វឹកហាត់ហើយមិនចេះខ្លាចអំពើវេទមន្តទាំងអស់និយាយម្យ៉ាងទៀតមូលហេតុដែលគាត់មិនទាន់ឡើងទៅគឺដោយសារបេសកម្មរបស់គាត់គឺត្រូវប្រយុទ្ធជាមួយគ្រោះមហន្តរាយហើយខ្លាយជាអ្នកគ្រប់គ្រងពិភពលោកនេះពិតប្រាកដគូស្វាមីភរិយាទាំងអស់របស់គាត់កើតមកជាមួយរូបកាយដែលចិញ្ចឹមបានល្អហើយអាចជួយគាត់ឲ្យភ្ញាក់ដឹងខ្លួនក្នុងពេលដ៏ខ្លីបំផុតយកហើយដូច្នេះពេលនេះអ្នកទៅជួបគាត់អ្នកអាចជួយគាត់ដោយសម្ងាត់ប៉ុណ្ណោះកុំបង្ហាញអ្វីទាំងអស់គាត់ត្រូវតែឆ្លងកាត់វាដោយខ្លួនឯងដើម្បីយល់អត្ថន័យពិតនៃជីវិតយកហើយអ្នកអាចទៅបានកុំទុកឲ្យយ៉ាក់រងចាំបាទលោក Vendak Werput ណាពិតជាការប្រឹងប្រែងសម្រាប់មកទាំងភាពដ៏គួរឲ្យអាណិតរបស់ណាអាក្រសោណាបានសម្ដែងទៅកន្លែងខោណាទាំងអស់គ្នានៅទីនេះគឺជាផ្នែកមួយនៃពួកសោជនរបស់ Dracaria គ្មាននរណាម្នាក់ជឿពាក្យសម្ដីរបស់ណាទេកុំនិយាយបែបនេះចុះបើគាត់យកមកឡានដឹកពេញក្របកែវនៅពេលក្រោយមានតែមនុស្សសងងខ្លះដោយគាត់ទេដែលច្រឡំកំណប់ទ្រព្យដល់ទេវ៉ាដូចជាពីវិញ្ញាណសម្រាប់ក្របកែវតើអ្នកប្រកាសណាស់ថាខ្ញុំគ្មានវាទេក្មេងប្រុសកុំអំនួតពេកបើអ្នកអាចបង្ហាញវាខ្ញុំនឹងស៊ីលាមកខែគ្មាននរណាហាមអ្នកទេកុំប្រាវីជាលេសដើម្បីបញ្ឈប់អ្នកនិយាយឡ
ប៉ុន្តែបិទមាត់ពេលណាអាចសេះតើអ្នកចង់ស្លាប់ទេ សេកយើងមកដល់ហើយរបស់ណែណានេះ Feb មិនមែនគាត់ជា Richard Kell ដែលជាអ្នកមានបំផុតដែលបាត់ខ្លួនក៏10ឆ្នាំឥឡូវគាត់ជាអ្នកបម្រើរបស់លោកសេហ្គីខ្ញុំមិនអាចយល់រឿងនេះទេតើលោកសេហ្គីជានរណាពិតប្រាកដ តើខ្ញុំមិនបានសុំឲ្យអ្នកយកឡានដឹកពេញទេអ្នកយកមកតែពីរល្អខ្ញុំនឹងយកពីរនេះពីរអ្នកនោះមិនចេះធ្វើអីអ្នកអាចមើលពួកគេវាពិតជាក្របវិញ្ញាណមួយហើយវាធំណាស់គាត់មិនបានកុហកទេក្របវិញ្ញាណទាំងអស់ដែលត្រូវបានរកឃើញមិនដែលធំបែបនេះទេ សូមអនុញ្ញាតឲ្យខ្ញុំគោរពសួរស្រាល ខ្ញុំមានការគោរពនិងការកោតសរសើរចំពោះអ្នក មិនចម្លែកទេដែលការប្រតិបត្តិរបស់គាត់ខ្ពស់គួរឲ្យខ្លាចណាស់ជាមួយនឹងក្របវិញ្ញាណដ៏ទំនោះសូម្បីតែឆ្កែក៏អាចឡើងថែណាបានដែរ តែអ្នកជានរណាពិតប្រាកដខ្ញុំមិនដែលឃើញគ្រូសាណាដែលមានទ្រព្យសម្បត្តិនិងអំណាចបែបនេះទេ តើវាមិនមែនគ្រាន់តែជាក្របកញ្ចប់ពីរទេតើមានអ្វីធំដុំ មិនអាចទៅរួចទេពិតជាមិនអាចទៅរួចទេខ្ញុំធ្លាប់ប្រាប់អ្នកពីមុនហើយអំណាចរបស់ Seth គឺហ៊ូស្ពីកាស្រមៃកម្លាំងរបស់គាត់គឺហ៊ូស្ពីកាយកដឹងរបស់អ្នកមិនថាសេកតណាទេខ្ញុំនឹងតែងតែជ្រកបែកគាត់ឆ្លងកាត់ជីវិតនិងសេចក្តីស្លាប់ អំណាចរបស់ខ្ញុំច្រើនជាងអ្វីដែលអ្នកអាចស្រមៃទៅទៀតចាំប្រសិនបើក្របកញ្ចក់តូចមួយអាចធ្វើឲ្យគាត់ជួបគ្រូបានដូច្នេះជាមួយនឹងក្របធំពីររបស់ខ្ញុំតើនោះមានន័យថាគ្រូគួរតែដេកជាមួយខ្ញុំជាសិស្សរបស់លោក Aker ខ្ញុំមិនងាយស្រួលសុខបានទេខ្ញុំប្រាប់អ្នកថាជាមួយនឹងរបស់នោះល្អបំផុតដែលអ្នកនឹងទទួលបានគឺមួយយប់នៃការសន្ទនាជាមួយគ្រូរបស់ខ្ញុំ ខ្ញុំស្ងល់ថាតើមនុស្សខ្លះចាំនៅអ្វីដែលពួកគេបាននិយាយមុននេះ ការភ្នាល់គឺការភ្នាល់ខ្ញុំថែមទាំងជ្រើសរើសយកមួយដែលសមរម្យសម្រាប់អ្នក ទីអយស្ងាយ Look Carter រងវងវិញ្ញាណនោះទំនាស់តើអ្នកពិតជាអយវីតែអ្នកណែនាំរបស់អ្នក តើអ្នកមានន័យយ៉ាងណា អ្នកអាចខ្លាចជាអ្នកដែលមានអំណាចបំផុតនៅក្នុងពិភពលោកជាមួយរងវងវិញ្ញាណនោះអ្នកថែមទាំងអាចយូរឆ្នាំអ្នកណែនាំរបស់អ្នកសម្រាប់ពួកគេហើយអ្វីទាំងអស់នៅទីនេះនឹងខ្លាចជារបស់អ្នក តើអ្នកកំពុងព្យាយាមធ្វើអ្វីខ្ញុំកំពុងប្រាប់អ្នកខ្ញុំមិនងាយដែលត្រូវគ្រប់គ្រងប្រភពដើមនៃរង្វង់ទាំងនេះមិនច្បាស់លាស់ហើយនរណាម្នាក់ចាប់បរិះនេះលើ ខ្លាចហើយយឺតពេលហើយចាប់គាត់ ខ្ញុំអាចយ៉ាងងាយដណ្ដើមស្រមោលទាំងនេះហេតុអ្វីបានជាលោក Sergei Stetster អូខ្ញុំយល់ហើយគាត់ច្បាស់ជាធ្វើដូចនេះដោយចិត្តណាគាត់ដឹងថាវាជាសិស្សរបស់ខ្ញុំដែលបានបញ្ជាគាត់កំពុងធ្វើវាដើម្បីខ្ញុំគាត់ចង់ឲ្យខ្ញុំសម្អាតរៀងរញ៉េរញ៉ៃរបស់ខ្ញុំដោយខ្លួនឯងណាទាំងដកគ្នាជប់ បរិះចាស់តើនេះតាក់ទងអ្វីនៅអ្នកចាំបន្តិចឯងទាំងអស់គ្នាខ្លាចបរិះចាស់ម្នាក់មែនចាប់គាត់លោកអេកធឺលោកអេកធឺ អីបរិស្តានេះជាគ្រូរបស់លោកខាធឺរូវីនអេគូដល់ល្បីហេតុអ្វីគាត់នៅជាមួយសា លោកអេកធឺសុំទោស អ្នកមិនមានការគោរពហើយចិត្តរបស់អ្នកអាក្រក់ហេតុអ្វីខ្ញុំយកសិស្សដូចណាស់ លោកអេកធឺសុំអត់ទោសពិចារណាពីឆ្នាំទាំងអស់ដែលយើងនៅជាមួយគ្នា ខ្ញុំមិនយកជីវិតណាទេប៉ុន្តែអ្នកនឹងត្រូវដាក់ទណ្ឌកម្មចាប់ពីពេលនេះទៅអ្នកមិនមែនជាសិស្សរបស់ខ្ញុំទៀតទេរ៉ូនេសាជីវិតរបស់អ្នកជាមនុស្សមានបានការលោកសាច់តើការដាក់ទណ្ឌកម្មនេះពេញចិត្តទេ បាទពេញចិត្តណាស់ដូច្នេះអ្នកគឺជាម្ចាស់នោះ ខ្ញុំក៏គិតដូចនេះដែរលោកសេហ្គី ដោយការរំពឹងម្ចាស់មានអាកប្បកិរិយាចម្លែកគាត់ធ្វើពុតជាភ្លេចភ្លាំងហើយឥឡូវគាត់កំពុងលើកសរសើរខ្ញុំនេះច្បាស់ជាការសាកល្បងល្អណាស់ដែលខ្ញុំឆ្លាតគ្រប់គ្រាន់មិនបង្ហាញការមិនអត់ធ្មត់ទេលោក Aker កុំហៅខ្ញុំថាលោកសេជទៀតទេអរគុណតែអ្នកលើកសរសើរខ្ញុំខ្លាំងណាស់ លោកសេហ្គីអ្នកគួរសំពេកហើយសូមកុំធ្វើដូចនោះ តោះយើងហៅគ្នាតាមដែលចង់ពីនេះទៅខ្ញុំនឹងហៅអ្នកថាលោក Aker ហើយអ្នកអាចហៅខ្ញុំថាលោកសេជី លោកសេហ្គី លោក Aker ទោះចូលរឿងសំខាន់
ត្រែលោកអែកឺខ្ញុំបានធ្វើឲ្យមេដឹកនាំសម្ព័ន្ធស្គីដេនតើអ្នកអាចជួយនិយាយល្អឲ្យខ្ញុំបានទេ មេដឹកនាំសម្ព័ន្ធស្គីដេនគាត់មិនខ្លាំងប៉ុន្មានទេគាត់អាចកំទេចគាត់បានយ៉ាងងាយខ្ញុំយល់ហើយគាត់មករកខ្ញុំព្រោះគាត់ចង់ឲ្យខ្ញុំគ្រប់គ្រងសម្ព័ន្ធស្គីដេនខ្ញុំនឹងក្លាយជាណាមែនកុំបារម្ភទុកឲ្យខ្ញុំរៀបណាខ្ញុំនៅទីនេះមិនត្រឹមតែពួកគេនឹងទុកឲ្យអ្នកនៅម្នាក់ឯងប៉ុន្តែពួកគេក៏នឹងបំរើណាស់ដោយការគួប ខ្ញុំពេញចិត្តនឹងទំនុកចិត្តរបស់គាត់គាត់អាចកំទេចមេដឹកនាំសម្ព័ន្ធស្គីដេនជាមួយគាត់នៅខាងយើងឈ្នះហើយពិតទេលោកអែកឺអរគុណច្រើនពីនេះទៅខ្ញុំនឹងចាត់ទុកអ្នកដូចជាអ្នកចាស់របស់ខ្ញុំ អត់ទេលោកសេហ្គីអ្នកលើកសរសើរខ្ញុំខ្លាំងណាស់ តើអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីកុំចាក់ចេញមកទីនេះ គុំជិតទៀតតែអ្នកកំពុងព្យាយាមធ្វើអ្វី ទេអ្នកមិនអាចទិញខ្ញុំដោយលុយបានទេ ខ្ញុំសេះវាជាកំហុសរបស់ខ្ញុំកម្លាំងរបស់អ្នកលើមនុស្សធម្មតាបើខ្ញុំមិនត្រូវបានជ្រើសរើសដោយលោក Spark Grimer សូម ទើនរកលោក Sage ឈប់ញ៉ាំហើយប្រញាប់ឡើងដល់ពេលសម្រាប់ដំណើរស្វែងរកហើយមកហើយទៅយកគាត់5ថ្ងៃនេះកន្លងផុតទៅលឿនពេកហើយ ពិតមែនខ្ញុំបានលេងល្បែងជាមួយអ្នកប៉ុន្មានថ្ងៃកន្លងមកខ្ញុំក៏ទទួលបានការត្រាស់ដឹងខ្លះដែរអំណាចរបស់ខ្ញុំបានប្រសើរឡើងច្រើន ពិតណាស់អ្នកបានធ្វើអ្នកអាចសម្រេចបានការត្រាស់ដឹងសូម្បីតែតាមរយៈល្បែង យល់ព្រមយើងជិតទូប្រកឺហើយតើអ្នកទាំងពីរបានរកឃើញផែនការហើយណា អីតើយើងត្រូវការផែនការទេ ខ្ញុំបានគិតពីផែនការមួយរួចហើយសម្រាប់សេកនិយាយដោយត្រង់ទៅយើងគ្មានចំនួនជ្រើជាមួយសម្ព័ន្ធស្គីហ្គិនទេមិនថាគាត់ខ្លាំងប៉ុណ្ណាទេគាត់នៅតែត្រូវគិតគូរដល់ពួក Nordians លើពីនេះទៅទៀតលោក Edgar កំពុងគាំទ្រយើងនោះគួរតែរែងគាត់ខ្ញុំមិនគិតថា Roger នឹងធ្វើឲ្យមានបញ្ហាសម្រាប់យើងលើរឿងទូដាច់បែបនេះទេ ព្រះនាងដកឲ្យវិជារបស់ព្រះនាងច្បាស់ណាស់តើកម្រិតការសិក្សារបស់អ្នកជាអ្វី សេកជាធម្មតាខ្ញុំមិននិយាយបែបនេះទេដាក់អវិជ្ជារបស់ខ្ញុំច្បាស់តាពេលនិយាយដល់អ្នកប៉ុណ្ណោះអីតើអ្នកកំពុងបោខ្ញុំតើអ្នកកំពុងបោប្រាលើខ្ញុំ ស្រួល Violet ហេតុអ្វីបានជាអ្នកវិសានោះមិនមែនជាការវិទេវាជាការលេងគ្រឹះនៃវិញគូស្នេហ៍ចម្លែកណាស់លោកស្រី Violet ជប់ស៊ីវៀមដាក់ស្លាកលើវាសាក់មិនតន់ព្រមទេរីកាជាមួយណាកុំភ្លេចប្រសិនបើអ្នកមិនបានដែរលេងបង្កបញ្ហាសម្រាប់គាត់សាក់នឹងមិនប្រឆាំងសម្ព័ន្ធមេកទីនបើអ្នកសួរខ្ញុំអ្នកមិនដែរគិតអ្វីដែលល្អបំផុតសម្រាប់សាក់មិនដូចខ្ញុំទេខ្ញុំពិតជាយកចិត្តទុកដាក់ចំពោះគាត់តើអ្នកដឹងអ្វីខ្លះអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើគឺដើម្បីជួយសាក់ឲ្យគេសះស្បើយហើយបានលឿនតាមដែលអាចធ្វើទៅបានគ្មានប្រយោជន៍ក្នុងការពន្ទោដល់មនុស្សក្រៅដូចណាទេណា គ្រប់គ្រាន់តើអ្នកទាំងពីរឈប់ឆ្លោះគ្នាទេវាពិតជាសុំនឹងបុរសម្នាក់ស្ដាប់នេះឪពុកខ្ញុំតែងតែប្រាប់ខ្ញុំថាស្ត្រីនឹងគ្រាន់តែធ្វើឲ្យខ្ញុំយឺតដូច្នេះបន្ទាប់ពីអ្វីចប់យើងនឹងទៅផ្លូវរៀងខ្លួន គាត់អាចនៅស្ងប់ស្ងាត់នៅមុខស្ត្រីស្រស់ស្អាតពីរនាក់មិនចម្លែកទេដែលគាត់ខ្លាំងនៅអាយុក្មេងបែបនេះមើលទៅខ្ញុំនឹងត្រូវអនុវត្តការពិសេសចាប់ពីពេលនេះទៅទេខ្ញុំនៅលីវជាង60ឆ្នាំហើយ អក្រៅ ឃើញហើយនោះហើយជារបៀបរបស់ស្ត្រីប្រសិនបើពួកគេមិនអាចទទួលបានពួកគេនឹងបំផ្លាញវា លោកសេតចាំលោកសេតខ្ញុំគិតថាយើងមិនគួរចូលមុនទេ តើអ្នកកំពុងខ្លាចឆាយ លោកសេតពិតណាស់ទេស្ដាប់ខ្ញុំសិនដោយផ្លែកលើពិសោធន៍ជាច្រើនស្វិតសររបស់ខ្ញុំយល់អត់ចូលយឺតបន្តិចនៅក្នុងព្រឹត្តិការណ៍បែបនេះ អ្នកចង់និយាយថា មើលអ្នកស្រីអ៊ីត្រលេតនិងប្រនាងបានចូលទៅហើយមែនទេពេលចូលទៅពួកគេប្រកាសជាត្រូវវាប្រហែលនឹងចំដោយើងគួរតែធ្វើការចូលដ៏អស្ចារ្យហើយជួយសង្គ្រោះនៅពេលពួកគេស្ថិតក្នុងភាពដ៏សង្ឃឹមទើបយើងអាចបង្ហាញពីសារៈសំខាន់របស់យើង លោកអាគឺ
អ្នកឆ្លេះវៃណាស់ វាមិនពិបាកទេខ្ញុំកំពុងមើលរឿងខ្លីប៉ុន្មានថ្ងៃនេះវាទាំងក៏តាមរូបមិនដូចគ្នាសូមលោកសេក អញ្ចឹងបានអ្នកទូច ចាប់តាមហើយ អ្នកណានឹងគិតថាស្គីដិនមានពលបែបនេះសូម្បីតែមេណៃគ្រូសាខ្ញុំទាំងបីនៅសេនទ្រីអូបានមកដោយផ្ទាល់មិនទាន់ចាប់ទេមើលទីនោះគាត់ជាសៅជញ្ញោទីសំខាន់នៅទីនោះគឺឯកក្រទូតមកពី Jeleris និង Gostra អណាតំណាងមកពីគ្រូសាកម្ពុជាទាំងអស់នៅរាជធានីបានទាំងអស់មកដល់ចាប់តាំងពី Variolo បានប្រកល់តំណែង Roger អ្នកក្រោយបានប្រធានអ្នករបស់គាត់ដើម្បីចប់តំណែងទំនំជាមួយសៅជញ្ញគេច្រើនក៏មានពាក្យចាំថាគាត់កំពុងសំកំណត់ជាមួយមន្ត្រីជាន់ខ្ពស់មកពី Polaris និង Gostra ក្នុងសកម្មភាពវត្តចិត្ត Skigan Alliance បានខ្លាយកាន់តែក្រអ៊ូតក៏ទំគៀរៀងរាល់ឆ្នាំជាពិសេសកូនប្រុសរបស់ Roger Aiken Stark គាត់បានបំផ្លាញក្មេងស្រីស្លូតត្រង់រាប់មិនដល់ហេតុអ្វីបានជាអាជ្ញាធរមិនបញ្ឈប់ពួកគេ Skidan Alliance មានអំណាចខ្លាំងពេកហើយថ្មីនេះ Roger បានបោះចំហែនឈានមកហើយលោកគីសេកនៅលើ Panda គាត់ជាទេពកោសលឲ្យវិសាមិនទោះបីអ្នកធ្វើចង់អន្តរាគមន៍ពួកគេមិនហ៊ានធ្វើសកម្មភាពរហ័សទេនៅទីនេះខ្ញុំនៅទីនេះលោក Spark ទីនេះ ស្រីអ្នកនៅឯណាឲ្យខ្ញុំចាប់អ្នកស្រី អ្នកទាំងបីពិតជាមានគ្មានសេចក្តីអៀនខ្មាសតែទាំងនេះមិនមែនគៀមនោះសល់ងាយល្ងាយពីអ្នកតែកំពុងលងស្នេហ៍ជាមួយសេះតែគេអ្នកចាញ់នោះទេបាទស្រីឆ្កេងទាំងពីរនេះនឹងខ្លាយជាស្ត្រីមេម៉ាយហេតុអ្វីបានជាអ្នកទាំងបីមិនលុតជង្គង់នៅមកខ្ញុំ Really តើអ្នកគិតថាអ្នកជាអ្នកណាទោះបីជាស្តេកនៃ Nordia នៅទីនេះគាត់ក៏នឹងបន្ទាបបាល់ចុះអ្នកដែលគ្រាន់តែជាព្រះនាងទុកមួយអូអ្នកមិនបានទេខ្ញុំត្រូវបានជ្រើសរើសដោយ R Spark ហើយខ្លាយជាស្រីរបស់គាត់ដូច្នេះអ្នកណាត្រូវលុតជង្គង់ឲ្យអ្នកណានៅមិនទាន់ដឹងទេទាំងអស់គ្នានៅទីនេះត្រូវបាន R Spark ផ្ទាល់កិត្តិយសចាប់ពីពេលនេះទៅយើងជានាទី2បន្ទាប់ពីគាត់អ្នកគ្រាន់តែជាព្រះនាងទុកមួយតើអ្នកមានអ្វីមកប្រកួតប្រជែងជាមួយខ្ញុំណាឯងហ៊ានវាខ្ញុំស្ត្រីបែបណាសំនឹងត្រូវគេវា នារីស្អាតទីបំផុតខ្ញុំចាប់អ្នកបានហើយ លោក Spark សម្លាញ់របស់ណាជើបតែត្រូវគេវាខ្ញុំមិនខ្វល់ទេអ្នកត្រូវតែដាក់ទស្សនៈទាំងពីរនោះអ្នកគូតែកាត់ដៃពូកេចលហើយទៅឲ្យទ្រុកស៊ី អ្នកណាចង់ស្លាប់ខ្លាំងម្លេះទើបហ៊ានប៉ះមនុស្សស្រីរបស់ខ្ញុំ លោក Spark អណោះ ល្អណាស់តើអ្នកមកទីនេះដើម្បីក្លាយជាប្រពន្ធរបស់ខ្ញុំផងដែរអ្នកបានឆ្លងហើយអ្នកឆ្លងពិតប្រាកដហើយឥឡូវមកជាមួយខ្ញុំទៅបន្ទប់តោះបើកចិត្តឲ្យគ្នា លោក Spark សូមប្រព្រឹត្តសម្រម្យយើងមិនមកទីនេះសម្រាប់ការជ្រើសរើសទេត្រឹមត្រូវយើងរៀបការហើយ ស្រីក្តៅ2នាក់វាមិនសំខាន់ទេស្ត្រីរៀបការហើយកាន់តែសប្បាយទៀតលោក Aker កាហ្វេស៊ីវេតនេះមានរសជាតិល្អណាស់ លោកសេកជប់ណាំតើប្រញាប់ឡើងមកលេងហ្គេមហើយ មកហើយចាប់គាត់ចាំមួយជុំបានចាប់ហើយតើយើងគួរពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅខាងក្នុង ខួរក្បាលល្ងងរបស់ខ្ញុំស្ទើរតែភ្លេចអំពីកិច្ចការពិត ប្រញាប់ លោកសេកប្រញាប់ដំណើរស្វែងរកបានចាប់ផ្ដើមហើយ អ៊ីរយ៉ាបត្រូបណាត់ទៅណាហើយពេលដែលអ្នកទាំងពីរនារីអាក្រោបានប្រមាថម្ចាស់ Skidan និងលោក Spark ខ្ញុំភ្នាល់ថាណាមិនដឹងថារឿងនេះនឹងកើតឡើងទេនៅបានតែជាមួយសឹកតែចាញ់នោះជាងនោះណាមអ្នកដែលស្កាដូកលោក Spark ឯងមានខួរក្បាលអត់ ដូច្នេះពួកគេជាអ្នកដែលបានរញ៉េរញ៉ៃជាមួយសម្ព័ន្ធ Skidan ពីមុនមក បាទលោក Spark ក៏មានសឹកតែចាញ់នោះដែរប៉ុន្តែខ្ញុំគិតថាគាត់ភ័យខ្លាចពេកមិនហ៊ានមក តែ Seth និងលោក Afker តែអ្នកគេតាពួកគេរត់បាត់តែពួកគេនឹងមិនដែរទេ ខ្ញុំឈប់លេងល្អហើយនៅណាម្នាក់ដោះអាវអ្នកទាំងពីរនារីអាក្រក់នេះហើយអាក្រាត ខ្ញុំជាព្រះនាងនៃ Nordi ឯងហ៊ានមើលងាយខ្ញុំ ព្រះនាងនៃ Nardi ខ្ញុំខ្លាចណាស់
តាអ្នកណាខ្លះចំហែកសំលីបំពាក់របស់ស្រីឆ្លើទាំងពីរនេះនឹងទទួលបានការពេញចិត្តពីសម្ព័ន្ធស្គីឌីនអ្នកនឹងឡើងដល់កំពូលមិនយូរ ខ្ញុំ ចេញទៅយើងធ្វើវាដោយខ្លួនឯង លោកស្ពាក់មិនចាំបាច់រំខានអ្នកដទៃទេយើងនឹងធ្វើវាជូនអ្នក លោកឪពុក ឈប់និយាយខ្ញុំមិនមែនជាឪពុកឯងទេឯងនាំសំណាងអាក្រក់ឯងបានប្រមាថសម្ព័ន្ធស្គីឌីនគ្មានផ្លូវដែលឯងសងគេវិញបានទេ ដូច្នេះអ្នកទាំងពីរជាឪពុកម្ដាយរបស់អឹមម៉ាវីយ៉ូឡែត បាទលោកស្ពាក់ស្រីឆ្លើសនេះនៅក្រមុំដដែលនាងស្រស់ថ្លាយើងនឹងបញ្ជូននាងទៅក្នុងបន្ទប់អ្នករាត្រីនេះ គួរឲ្យចាប់អារម្មណ៍ណាស់ហេតុអ្វីមិនទាន់ហែកសំលីបំពាក់នាងទៅ ឈប់សិនសូមស្ងប់ស្ងាត់រាយលីក្តៅក្រហាយនឹងបានប្រមាថលោកខ្ញុំសុំទោសជំនួសនាងសូមអាស្រ័យលើខ្ញុំលើកលែងទោសនាងម្ដងនេះលើសពីនេះឪពុកលោកចូលចិត្តនាងតើវាមិនសមរម្យទេបើលោកធ្វើបែបនេះ អូឥឡូវខ្ញុំចាំហើយឪពុកខ្ញុំចូលចិត្តទេពកោសលនាងនឹងចង់ឲ្យនាងក្លាយជាម្ដាយចុងខ្ញុំ បាទ ឯងហេតុអ្វីខ្ញុំមិនអាចដោះខោអាវម្ដាយចុងរបស់ខ្ញុំស្រីឆ្កេងនេះគឺគ្រាន់តែជារបស់លេងក្នុងភ្នែកឪពុកខ្ញុំសូម្បីតែពួកណឺឌីនគឺគ្មានអ្វីក្រៅពីស្រមោចនៅពីមុខខ្ញុំអាចកំទេចចែងបានយ៉ាងងាយឯងរងចាំខ្ញុំកំពុងរៀបចំកម្មវិធីធំមួយសម្រាប់អ្នកទាំងអស់គ្នាអរបាពួកគេខ្ញុំនឹងធ្វើទុកស្ត្រីទាំងនោះទៅដែលរៀបណាខ្ញុំនៅទីនេះគ្មានអ្នកណាអាចប៉ះពាល់លើពួកគេថ្ងៃនេះ អ្នកចាញ់នេះពិតជាមកដល់មែនមនុស្សល្ងល្ងគ្មានការភ័យខ្លាចប៉ុន្តែមកដល់ទាន់ពេលឥឡូវនេះអ្នកថោកទាបពីរអ្នកនេះអាចមើលពីរបៀបដែលស្ត្រីគីទីស្រឡាញ់របស់ពួកគេត្រូវបានបំផ្លាញទាំងស្រុង លោក Spark នេះគឺសេះ គួរឲ្យចាប់អារម្មណ៍ខ្ញុំមើលទៅដូចចម្ដេច ទំនុកចិត្តរបស់ហែងឡើងដល់កំពូល វាត្រូវតែជាតាំងពីថ្ងៃដែលខ្ញុំកើតគ្មានអ្នកណាហ៊ានយកអ្វីពីខ្ញុំឯងធ្វើឲ្យខ្ញុំរំភើបទាំងអស់ថ្ងៃនេះដោយព្យាយាមយកស្ត្រីទាំងនេះពីខ្ញុំតើខ្ញុំគួរលេងជាមួយឯងយ៉ាងម៉េចបរោះនេះជាមនុស្សឈួតទាំងស្រុង មនុស្សអាក្រក់តែងតែបែបនេះ លោកឯគឺខំគាត់ ទុកឲ្យខ្ញុំលោកសេកអាចឡើងងាយកំទេចណាទាំងដងនៅទីនេះប៉ុន្តែគាត់ព្រមហើយខ្ញុំមានពេលនេះដើម្បីភ្លឺខ្ញុំនឹងធ្វើឲ្យប្រកាសថាបង្ហាញកម្មវិធីដ៏អស្ចារ្យតែខ្ញុំអាចនិយាយបន្តិចបានទេពួកគេគឺគ្មានអ្វីសម្រាប់ណាប៉ុន្តែតើខ្ញុំអាចសុំភាពគួរសមបន្តិចពីណាលោក Spark ឯងជាអ្នកណាបរោះចាស់ ខ្ញុំឈ្មោះ Redin Acker Ruden Acker ខ្ញុំគិតថាខ្ញុំបានងើពុកខ្ញុំនិយាយពីគាត់ពីមុនមក លោក Speak គាត់មិនមែនជាមនុស្សធម្មតាទេកាលពី10ឆ្នាំមុនមេដឹកនាំនៃសម្ព័ន្ធ Skydin គឺ Vario Lord ត្រូវបានចំណាត់ថ្នាក់លេខ1នៅលើចំណាត់ថ្នាក់មេឃនាពេលនោះរីឯលោក Skydin និងលោក Agur ត្រូវបានចំណាត់ថ្នាក់ទី2និងទី3បន្ទាប់ពីនោះខ្ញុំបានថាលោក Agur បានចូលនិវត្តន៍តែអ្នកចាន់ម្នាក់នេះអាចធ្វើឲ្យគាត់ចេញពីនិវត្តន៍បានដោយរបៀបណា បន្ទាប់មកខ្ញុំគួរតែបង្ហាញការគោរពខ្លះដល់គាត់ ចុះបាទខ្ញុំទៅសួរលោក Skydin ថាតើគាត់គិតយ៉ាងណា Roger មិនបានអ្នកអត់មានអាយុកាន់តែចាស់សោះ កម្លាំងរបស់ខ្ញុំគឺហួសពីការយល់ដឹងរបស់អ្នក Roger អ្នកបានដឹកនាំសម្ព័ន្ធ Skydin និងបង្កភាពវឹកវរនៅក្នុង Dexy អស់ជាច្រើនឆ្នាំមកហើយអ្នកថែមទាំងកំពុងរៀបគម្រោងអំពើក្បត់ជាតិតើអ្នកមិនដឹងទេថាកម្មផលនឹងត្រឡប់មកខំអ្នកវិញដល់ពេលត្រូវឈប់ហើយធ្វើអំពើល្អខ្លះ តើអ្នកដឹងទេថាហេតុអ្វីបានជាខ្ញុំមិនសម្លាប់អ្នកកាលពីពេលនោះបន្ទាប់ពីខ្ញុំបានបំពោលនិងធ្វើឲ្យអ្នករងរបួសការប្រយុទ្ធរវាងយើងទាំងពីរបានស៊ីចិត្តរបស់ខ្ញុំអស់ជាច្រើនឆ្នាំមានតែការយកឈ្នះអ្នកទើបខ្ញុំអាចឆ្លងផុតឧបសគ្គនេះនិងឈានដល់អាណាចក្រដ៏ខ្ពស់បំផុតខ្ញុំបានស្វែងរកអ្នកអស់10ឆ្នាំហើយឥឡូវអ្នកមកប្រគល់ខ្លួនឯងមកឲ្យខ្ញុំថ្ងៃនេះខ្ញុំនឹងយកជីវិតអ្នក Vario Lord ត្រៀមខ្លួនស្លាប់លោកចម្បាំងត្រៀមខ្លួនស្លាប់ទៅ
កម្លាំងរបស់អ្នក ត្រូវហើយខ្ញុំបានធ្វើរបស់កំហាញហើយឥឡូវជាមហាយសារៈនៅលើផែនដីដោយការចាញ់អ្នកនៅថ្ងៃនេះខ្ញុំបានសម្រេចរបស់កំហាញមួយទៀតហើយឥឡូវនេះឈោជាអ្នកមិនអាចចាញ់បាន នោះមិនមែនជាលោកចម្បាំងទេ លោកចម្បាំងអីគាត់គ្មានអ្វីក្រៅពីសត្វល្អទេគ្មានប្រយោជន៍ទាំងស្រុង សូមបសាទរលោកស្គីនសូមបសាទរលោកកម្ចាស់ដែលបានទុកឈ្នះលោកចម្បាំងហើយបានឡើងទៅកំពូលនៃពិភពលោក ការប្រកួតជ្រើសរើសដំណើរការយ៉ាងដូចម្ដេចដែរ លោកស្គីនមែនណាប់បង្កលីងពី3នាក់ខ្ញុំចង់សុំការណែនាំពីលោកប៉ុន្តែហេតុដូចជាមិនចាំបាច់ទៀតទេ បង្ករឿងនៅក្នុងការប្រកួតជ្រើសរើសរបស់កូនខ្ញុំយូរហើយដែលខ្ញុំមិនបានសម្លាប់អ្នកណាថ្ងៃនេះជាថ្ងៃធំហើយវាល្អឥតខ្ចោះសម្រាប់សម្លាប់មនុស្ស2-3នាក់និយាយពីនេះយកអ្នកចាញ់នោះមកឲ្យខ្ញុំ ដូច្នេះវាជាអ្នកលោកអាខឺខ្ញុំបានឲ្យច្រើនអំពីអ្នកដោយសារអ្នកស្គាល់សាក់យើងនឹងលែងគិតអំពីរឿងមុនសូមចាត់ទុកខ្លួនឯងថាសំណាងអ្នកអាចចាស់ចេញបាន លោកស្ថាយើងមិនអាចទុករឿងនេះបានទេ ឈប់និយាយវាមិនសមនឹងធ្វើឲ្យលោកអាខឺអាអន់ចិត្តដោយសារអ្នកចាញ់ដោយគាត់ទេ ឡហើយសាក់តើប៉ុន្តែអ្នកមិនអាចក៏ស្ត្រីទាំងពីរនាក់នោះទេ ពិតណាស់ខ្ញុំនឹងមានភាពសប្បាយរីករាយពិតប្រាកដជាមួយពួកគេ មើលឃើញទេអ្នកបានឆ្លងកាត់ការលំបាកទាំងអស់ដើម្បីនាំយកលោកអេសកាប៉ុន្តែនៅទីបំផុតមានតែសត្វតែជាអ្នកចាញ់ទើបរស់រានមានជីវិតក្នុងពេលជាមួយគ្នានេះមិនត្រឹមតែកិត្តិយសរបស់អ្នកត្រូវបានបំផ្លាញប៉ុន្តែអ្នកក៏ខ្លាចជារបស់លេងផងដែរនេះហើយជាអ្វីដែលកើតឡើងនៅពេលអ្នកជ្រើសរើសបរិខអ្នកគួររៀនពីពួកយើងជ្រើសរើសតែអ្នកខ្លាំងបំផុតតែខ្ញុំពិតជាធ្វើការជ្រើសរើសខុសមែនទេខ្ញុំមិនដឹងថាអ្នកបានធ្វើអត់ទេប៉ុន្តែខ្ញុំដឹងសាក់នឹងមិនដែរបោះបង់ខ្ញុំឡើយ លោកនារីទាំងពីរនេះគឺជាអ្នកកោតសរសើរខ្ញុំពួកគេបានតាមខ្ញុំមួយរយៈហើយទោះបីខ្ញុំមិនទាន់បានយកព្រមក៏ដោយអ្នកយកទំនាក់ទំនងរបស់យើងសូមជួយខ្ញុំផងទុកពួកគេទៅដែរអ្នកអាក្រក់ខ្ញុំគ្រាន់តែអត់ទោសនេះដោយសារលោកអេកឺកុំប្រឹងឲ្យហួសពេក ពាក្យរបស់លោក Anderson ក៏ជាពាក្យរបស់ខ្ញុំដែរលោក Spurt អ្នកមិនគោរពខ្ញុំបន្តិចទេ អ្នកចាស់គ្មានតម្លៃអ្នកគិតថាអ្នកអាចសុំការគោរពនៅចំពោះមុខខ្ញុំ ចាំបន្តិចលោកអេកឺហេតុអ្វីបានជាអ្នកដួលភ្លាម សួស្តីព្រះអង្គចាស់ស្គីដិន ខ្ញុំគិតថាអ្នកខ្លាំងហេតុអីបានជាអ្នកដួលក្នុងមួយចោលអ្នកគាត់មិនបានហូរឈាមទេ គាត់បានបំបែកដែនរឿងប្រេងហើយ តើដែនអ្វី ដែលនៅសល់ជានៅលើផែនដី អីអសរជននៅលើផែនដីខ្ញុំមកត្រូវទេអសរជននៅលើផែនដីគឺជាដែនរឿងប្រេងប៉ុន្តែខ្ញុំធ្លាប់ជាអសរជននៅលើផែនដីតាំងពីអាយុ3ឆ្នាំតើពួកគេលេងខ្ញុំជាមនុស្សល្ងល្ងើលោកក៏ពុកកម្លាំងរបស់លោកបានរីកចម្រើនទៀតហើយលោកបានផ្ដួលរ៉ូដេណាកើក្នុងមួយចោលអ្នក មានអ្វីកើតឡើងមុននេះហើយខ្ញុំបានបំបែកដែនឥឡូវនេះខ្ញុំជាអ្នកខ្លាំងបំផុតក្នុងពិភពលោកនេះចងចាំរឿងនេះកូនចាប់ពីពេលនេះទៅគ្មាននរណាក្នុងពិភពលោកនេះដែលអ្នកត្រូវគោរពទេបន្តតន្ត្រីនឹងរាំទៀត អត់ទេអនាគញាតរបស់ខ្ញុំគឺសមិទ្ធភាពក្នុងពិភពលោកនេះតើអ្នកទាំងពីរមានអ្វីអាចប្រៀបធៀបនឹងយើងតែអ្នកមិនធ្លាប់សរសើរកម្លាំងរបស់សេតពីមុនទេទើបហើយមនុស្សចាញ់នោះធ្វើឲ្យយើងខ្វាក់ដោយពន្លឺរបស់គាត់ខ្ញុំមិនជឿទេថា Roger ខ្លាយខ្លាំងដូចនេះសូម្បីតែលោក Edgar ក៏មិនអាចស្មើគាត់ដែរឥឡូវយើងគួរធ្វើអ្វី ខ្ញុំគិតថាយើងក៏សង្ឃឹមហើយលោក Sergey ខ្ញុំតាមលោកមកទីនេះព្រោះខ្ញុំទុកចិត្តភាពខ្លាំងរបស់លោកហើយសុខចិត្តប្រថុយប្រថានខ្ញុំមិននឹកស្មានថា Roger និង Landa កម្រិតដូចលោកទេគាត់ប្រយុទ្ធអស់ច្រើនឆ្នាំមានបទពិសោធន៍ច្រើនជាងលោកទៅទៀតការប្រយុទ្ធនេះមើលទៅមិនល្អសម្រាប់យើងទេ ចាំមិនទឹកលោកថាអីសាក់ក៏ជាសេគីនៅលើផែនដីដែរ អ្នកមិនដឹងទេ សាក់ប្រហែលមិនសូវមានបទពិសោធន៍ប្រយុទ្ធប៉ុន្តែមានរឿងមួយដែល Roger មិនដែលមានលើសាក់ទេ រឿងអី សាក់គីសេគីនៅលើផែនដីតាំងពីអាយុ3ឆ្នាំគាត់នៅកម្រិតនេះ20ឆ្នាំហើយ
ប៉ុន្តែ Roger ទើបតាឡើងកម្រិតថ្មីនេះលោកថាអី ឥឡូវនេះមិនមែនជាពេលលេងសើចទេ Shake នៅលើ Panday តាំងពីអាយុ3ឆ្នាំខ្ញុំថាអញ្ចឹងឆ្កែគ្រួសារគាត់ក៏ខ្លាយជាងសេដាយ ឯលោក Acker ខ្ញុំគោរពលោកតើលោកដឹងយ៉ាងម៉េចថាឆ្កែខ្ញុំទៅជាសេ អស់លោកមើលមកនេះបុរសម្នាក់នេះគឺជា Warrior Lord ដែលបានបាត់ខ្លួនកាលពី10ឆ្នាំមុនគាត់បានព្យាយាមធ្វើឃាត Lord Skigan កាលពីមុនប៉ុន្តែត្រូវបានគាត់បង្ក្រាបក្នុងមួយកៅណាដូច្នេះណាប្រយុទ្ធកំពូលទាំងពីរនៅលើចំណាត់ថ្នាក់មេឃត្រូវបានចាន់ដោយ Lord Skidan ឈរនៅកំពូលនៃពិភពបាត់គុណ ខ្ញុំឈរគ្មានគូប្រៀបនៅកម្ពស់នៃអាណាចក្រក្បាច់គុណគ្មាននរណាអាចប្រជែងភាពខ្ពស់របស់ខ្ញុំបានឡើយ Fab ធ្វើអីនៅទីនេះតាំងពីពេលណាអ្នកខ្លាយជាអ្នកចម្បាំងសាក់ខ្ញុំអ្នកអួតតើអ្នកគិតអំពីរបៀបដែលអ្នកនឹងអង្វរខ្ញុំ Nastaya lo hai mente Lunមកទីនេះហើយសំលោកស្ពែ Via Petu អញ្ចឹងអ្នកទាំងអស់គ្នាស្ងៀមសិនក្បាលខ្ញុំរញ៉េរញ៉ៃលើនេះតើអ្នកប្រកាសថាអ្នកមិនបានចូលរួមទាំងអស់គ្នាក្នុងរឿងនេះទេ តើអ្នកចង់និយាយអី អ្នកគ្រាន់តែជាអ្នកប្រាជ្ញនៅលើ Panday ប៉ុណ្ណោះហេតុអីអ្នកហ៊ានអះអាងថាខ្លួនជាអ្នកដែលមិនចាញ់នៅក្នុងពិភពលោក ខ្ញុំមកត្រឹមត្រូវទេអ្នកចាញ់អ្នកទើបតែនិយាយអីអ្នកប្រាជ្ញនៅលើ Panday តាំងពីសមរភូមិ100ឆ្នាំមុនមិនមានអ្នកប្រាជ្ញនៅលើ Panday ផ្សេងទៀតនៅគ្រប់ទឹកទីដេកស៊ីពិភពលោកការឈានទៅមុខរបស់ព្រះអង្គ Skydin បានធ្វើឲ្យគាត់ខ្លាយជាមនុស្សខ្លាំងបំផុតនៅក្នុងពិភពលោកហើយអ្នកហៅគាត់ថាគ្រាន់តែជាអ្នកប្រាជ្ញនៅលើ Panday សាក់ខ្ញុំតែងតែគិតថាអ្នកគ្រាន់តែជាគ្មានខួរក្បាលនិងល្ងងខ្លៅខ្ញុំមិននឹកស្មានថាអ្នកមិនដឹងថាអីគឺជាអ្នកប្រាជ្ញនៅលើ Panday តើពួកគេនិយាយពិតទេ មិនចាំបាច់សង្ស័យទេតាំងពីអាយុ3ឆ្នាំអ្នកមិនដែលចាញ់នៅក្នុងពិភពលោកនេះ អូអញ្ចឹងខ្ញុំមិនមែនជាអ្នកចាញ់ខ្ញុំជាអ្នកឆ្លាតខ្ញុំសប្បាយចិត្តណាស់ហេតុអីអ្នកហ៊ានធ្វើជារឿងនៅចំពោះមុខខ្ញុំត្រៀមខ្លួនស្លាប់ Luxburg តែមានរឿងអី របាំងធម្មពលអ្នកគឺជាអ្នកប្រាជ្ញនៅលើ Panday គាត់ស្លាប់ Luxburg ត្រូវបានសម្លាប់ដោយការបន្ទោរបងនេះគឺជាបរិសុទ្ធដែលអ្នកជ្រើសរើសគាត់ខ្សោយពេកហើយ Seth តើអ្នកពិតជាខ្លាំងមែនទេអេតើអ្នកបានដឹងតាំងពីដំបូងមកនេះគឺជាអវីងយើងតើវាពាក់ព័ន្ធទៅវិញនឹងណា ហ៊ានសម្លាប់កូនប្រុសខ្ញុំអីខ្ញុំនឹងឲ្យគេហែកអ្នកជាដុំ សំឡាញ់ project អ្នកខ្ញុំបានប្រាប់អ្នករួចហើយខ្ញុំខ្លាយជាអ្នកប្រាជ្ញនៅលើ Panday ពេលខ្ញុំអាយុ3ឆ្នាំអ្នកទើបតែខ្លាយជានៅអាយុ60ឆ្នាំតើអ្នកអាចឈ្នះខ្ញុំបានយ៉ាងណា ខ្ញុំមិនជឿទេខ្ញុំជាអ្នកខ្លាំងបំផុតក្នុងពិភពលោកត្រៀមស្លាប់ អ្នកមិនជឿទេអ្នកគិតថាអ្នកខ្លាំងជាងគេអ្នកគិតថាអ្នកអាចគេចផុតពីការសម្លាប់ទាំងអស់តើអ្នកត្រៀមខ្លួនស្លាប់ហើយឬណា លោក Skydin ក្រកឡើងលោក Skydin គាត់គ្រាន់តែជាអ្នកចាញ់អ្នកប្រណូតែគាត់អាចសម្លាប់នៅបានដោយរបៀបណាមកក្រកឡើង អ្នកទាំងអស់គ្នាអ្វីលោក Skydin ត្រូវបានសម្លាប់ដោយការទះកំភ្លៀង អ្នកប្រាជ្ញនៅលើ Panday ត្រូវបានវាយសម្លាប់តើគាត់ខ្លាំងប៉ុណ្ណា តើអ្នកនៅមិនទាន់យល់ទេប្រទេសខ្ញុំគឺជាអ្នកប្រាជ្ញនៅលើ Panday ប្រសិនបើអ្នកណាមអ្នកសំនឹងត្រូវហៅថាខ្លាំងបំផុតនៅលើពិភពលោកនោះគឺគាត់ត្រូវហើយ SQ ខ្លាំងបំផុត Zack ជាទីស្រឡាញ់របស់ខ្ញុំអ្នកបានធ្វើពុតជាមនុស្សល្ងីល្ងើយ៉ាងគួរឲ្យជឿរហូតដល់ខ្ញុំក៏ត្រូវបានបំភាន់ Fab អ្នកមិនអីទេព្រះអម្ចាស់អ្នកចម្បាំងហេបរោះមិននិយាយអំពីមេដាយរបស់ពួកគេទេខ្ញុំនឹងនៅតែជាអ្នកបម្រើរបស់អ្នកតើអ្នកបានចូលរួមជាមួយបរោះចំណាស់នោះអ្នកបានបញ្ឆោតខ្ញុំអស់រយៈពេលប៉ុន្មានឆ្នាំនេះអ្នករាល់គ្នាគ្រូសា Spark បានប្រព្រឹត្តអំពើអាក្រក់រាប់មិនអស់នេះគឺជាជោគវាសនាដែលពួកគេសំនឹងទទួលលោក Anderson មាន70បរោះហើយអ្នករាល់គ្នាបានឃើញវាដោយផ្ទាល់ភ្នែកដូច្នេះខ្ញុំស្នើយើងតែងតាំង Zack ជាអ្នកដឹកនាំនៃ Skydin ចាប់ពីពេលនេះទៅគាត់នឹងគ្រប់គ្រងអ្វីទាំងអស់តើអ្នករាល់គ្នាយល់យ៉ាងណាសូមគោរពលោក Anderson ប៉ុន្តែបើខ្ញុំខ្លាយជាអ្នកដឹកនាំតើខ្ញុំត្រូវឡើងទៅកាន់ឋានសួគ៌ក៏ដោយរបៀបណាទេខ្ញុំមិនអាចទេត្រៀមណាខ្ញុំនៅទីនេះអ្នកអាចបំភ្លេចការឡើងទៅកាន់ឋានទេវតាបាន
តែណាក៏ដោយខ្ញុំនឹងនៅទីនោះជាមួយអ្នក ដូចគេនិយាយថាជីវិតដែលស៊ុំបីតែប្រកបចរណានគឺនៅពេលណាឡើងដងកំពូលនៃដំណៃជាមួយនារីស្រស់ស្អាតនៅជាមួយអ្នកលោកណាប្រាជ្ញណាគួរតែស្ដាប់ពួកគេ យកព្រមហើយខ្ញុំគិតថាខ្ញុំនឹងស្ទាក់ស្ទើរទទួលតំណែងរដូវកាលក្រោយនឹងមកដល់សូមរងចាំ